បាទចូលឲ្យដឹងទេបងប្អូនបាទសូមជម្រាបសួរបងប្អូនគ្រប់គ្នានៅក្នុងបណ្ដាញសង្គម Facebook ខ្ញុំឆែកមើលនេះសិនបងប្អូនតើ live បានចូលហើយឬនៅ live ចូលហើយតើឮសំឡេងឬក៏អត់បាទបើសិនជម្រាបជូនបងប្អូនបណ្ដាប្រសិនណាបើបងប្អូនបានទស្សនាផ្ទាល់សូមបងប្អូនសូមកុំតិនអាលនេះមកដល់ហើយបងប្អូនបើកសំឡេងនេះចូលហើយបងប្អូនជម្រាបសួរបងប្អូនណែឥឡូវខ្ញុំបន្ថយសំឡេងតិចសិនបាទសូមជម្រាបសួរបងប្អូនទាំងឡាយគ្រប់គ្នាទាំងអស់នៅក្នុងបណ្ដាញសង្គមថ្ងៃនេះខ្ញុំដោយសារ Facebook គាត់បានជូនដំណឹងមកថាគាត់នឹងលុបចោលនៅវីដេអូផ្សាយបន្តផ្ទាល់របស់ខ្ញុំបណ្ដាឲ្យក្នុងចាប់ពីខែនេះតទៅគឺមានន័យថាវាដល់ខែត្រូវគេលុបចោលបងប្អូនដូច្នេះគេនឹងលុបចោលបណ្ដាឲ្យខ្ញុំពាក្យមួកទៅតែការចែកម្លែកនេះខ្ញុំមិនមានបំណងថាជាគ្រូធัวគ្រូសិលគ្រូមន្តអាគមគ្រូអីទេគឺខ្ញុំចែកចម្លែកជូនក្នុងបំណងតែក្នុងបំណងជាការចែករំលែកនៃការស្រាវជ្រាវរបស់ខ្ញុំជូនទៅបងប្អូនប៉ុណ្ណោះហើយការធ្វើគ្រូពេទ្យគ្រូអីជាបុរាណគឺខ្ញុំមិនមានទេគឺខ្ញុំមិនបានរៀនសូត្រអីទេគឺខ្ញុំស្រាវជ្រាវមកខ្ញុំដោយសារតែខ្ញុំចង់ដឹងចង់យល់ចង់អំពីឯកវិទ្យាពេទ្យបុរាណនេះពីដំបូងឡើយខ្ញុំថាគេជាគ្រូខ្មែរគ្រូស្អីធម្មតាទេតែតាមការពិតគឺជាវិទ្យាពេទ្យបុរាណរបស់ខ្មែរយើងយ៉ាងពិតប្រាកដដែលមានតាំងពីជំនាន់ព្រះបាទជ័យវរ្ម័នទី7មកវាបើយើងគិតទៅវាអាចនឹងចូលជាពាន់ឆ្នាំហើយណាបងប្អូនមិនមែន100សឹងតែ100នេះមិនមែន100 200ទេណាបងប្អូនគឺរាប់រយvàជា7 800ឆ្នាំហើយបើយើងគិតពីរាជរបស់ព្រះបាទជ័យវរ្ម័នទី7មកណាប្រហែលជា800ឆ្នាំជាងឬក៏អាចក្រោមនឹងមិនដឹងទេពីព្រោះប្រវត្តិសាស្ត្រខ្ញុំចាំមិនច្បាស់ទេខ្ញុំបានរៀនដែរប៉ុន្តែវាចាំសូមអធិស្ឋានបងប្អូនហើយបើតាមឯកសារនៅក្នុងឯកសាររបស់សាស្ត្រាចារ្យពេទ្យក៏លោកបានបញ្ជាក់នៅក្នុងឃ្លាខ្លះបានថាវិទ្យាពេទ្យឱសថនេះឯកសារឱសថរុក្ខជាតិនេះគឺលោកបានបង្ហាញច្បាស់ទាក់ទងនឹងការប្រើប្រាស់យន្តនិងមន្តអាគមរបស់ព្រះសម្មាសម្ពុទ្ធដូច្នេះនេះគឺសុទ្ធតែជាលោកលោកគ្រូពេទ្យវិជ្ជាបណ្ឌិតធំដែលលោកបានស្រាវជ្រាវនេះលោកតាអាយដាមអ្នកអង្គញាវិសេសវិជ្ជាបណ្ឌិតមីសាមឌីលោកក៏បានយល់ព្រមនៅក្នុងឯកសារស្រាវជ្រាវនេះដែរហើយលោកពូនេះខ្ញុំបង្ហាញជូនតែប៉ុណ្្នឹងចុះកុំឲ្យវែងឆ្ងាយហើយបើលោកតាដូចសុនលោកតាយូនូននេះក៏ខ្ញុំធ្លាប់និទានខ្ញុំធ្លាប់ចែករំលែកជូនពីលោកតាដែលបាននិទានពីមិននិទានទេគឺជារឿងពិតបងប្អូនរឿងពិតនេះគឺនៅក្នុងសហរដ្ឋអាមេរិកកាលដែលបងប្អូនខ្មែរយើងដែលបានចល័តទៅសហរដ្ឋអាមេរិកទៅរស់នៅសហរដ្ឋអាមេរិកនោះ
ក៏មានជួបឧបទ្ទហេតុដែលកើតឡើងគឺប្រើប្រាស់យន្តក្នុងមន្តអាគមរបស់ព្រះសម្មាសម្ពុទ្ធដើម្បីផ្សាយមេត្តាធម៌ទៅដល់ពពួកអមនុស្សនោះក៏បានរសាយទៅអស់ទៅហើយលោកយាយក៏បានរស់នៅយ៉ាងសុខស្រួលមិនបានឃើញពពួកអមនុស្សនោះមកទៀតទេគឺបានលោកយាយបានទៅនិមន្តព្រះសង្ឃដែលមានអានុភាពមកផ្សាយមេត្តាធម៌ដល់ពពួកសត្វពពួកអមនុស្សទាំងឡាយនោះក៏បានរសាយទៅអស់ហើយលោកយាយរស់នៅបានសុខសាន្តឥឡូវនេះខ្ញុំមិនបាច់និទានរឿងនោះទេគឺខ្ញុំចង់ចែករំលែកជូនថ្ងៃនេះមុនពេលចែករំលែកខ្ញុំបាននេះសិនខ្ញុំរំលឹកជូនអំពីមន្តយន្តក្នុងមន្តគាថារបស់វិជាពេទ្យបុរាណខ្មែរយើងនេះគឺខ្ញុំមិននិយាយទៅលើសំដៅទៅលើសាសនាសំដៅទៅលើបុគ្គលណាឬក៏មានបំណងធ្វើជាគ្រូពេទ្យគ្រូអីដើម្បីធ្វើជាធម៌កថាអប់រំទៅលើបងប្អូនទេគឺមិនមានទេគឺខ្ញុំក្នុងគោលបំណងចែករំលែកជូនជាបទជាបទពិសោធន៍នៃការស្រាវជ្រាវចំណេះដឹងរបស់វិជាពេទ្យបុរាណខ្មែរយើងនេះដែលតែងតែមហាជនមួយចំនួនធំតែងតែអួតសរសើរថាវិជាមន្តអាគមរបស់ខ្មែរយើងមានអានុភាពខ្លាំងបាទគឺមានមែនប៉ុន្តែมันមានដូចពួកគាត់ថាដោយតគ្នានោះទេគឺខ្ញុំបានពិសោធន៍ទៅឃើញថាពិតជាមានអានុភាពដូច្នេះយន្តក្នុងមន្តអាគមរបស់វិជាពេទ្យបុរាណខ្មែរយើងនេះគឺបានដកស្រង់ចេញពីឯកសាររបស់ព្រះសម្មាសម្ពុទ្ធសុទ្ធសាធមិនមានរបស់ប្រមាញ់ទេឯរបស់ប្រមាញ់គឺបាត់បង់អស់ហើយមិនសល់ខ្លះមិនសល់ខ្លះប៉ុន្តែដូចអត់មានខ្ញុំរមើលច្រើនជាច្រើនមិនមានឯកសារដែលពាក្យប៉ុណ្ណឹងប្រមាញ់សាសនាប្រមាណទេមានពាក្យប៉ុន្តែបណ្ដូលព្រះរបស់ប្រមាញ់មានតែឃើញមានតែមួយទេអត់មានច្រើនទេតែមួយនេះគឺគម្ពីរដូចជាព្រះអភិធម្មព្រះសូត្រព្រះវិន័យរបស់ព្រះសម្មាសម្ពុទ្ធដែរប៉ុន្តែប្រើគ្រាន់តែថាក្បាច់សំទោសឯការសូត្រសែកសំឡេងនោះគឺខុសគឺសំឡេងដូចគ្នាប៉ុន្តែប្រើអក្សរឆ្លាស់ខុសពីព្រះសម្មាសម្ពុទ្ធចាំមើលខ្ញុំរំលឹកជូនភាសាទៀតដើម្បីឲ្យបងប្អូនបានឆាប់យល់នេះណានេះដូចជានេះកណេះព្រះគាថាមន្តអាគមរបស់ព្រះសម្មាសម្ពុទ្ធគឺប្រើប្រាស់មគ្គអឧបនេះគឺជាគម្ពីរទាំង3របស់ព្រះសម្មាសម្ពុទ្ធគឺព្រះសូត្រព្រះវិន័យព្រះអភិធម្មព្រះសូត្រព្រះគម្ពីរព្រះសូត្រគឺ5ឯព្រះអភិធម្មគឺ7ឯព្រះវិន័យ5ដូច្នេះបូកបញ្ចូលគ្នាទៅគឺបានតែ3ទេ3គឺមគ្គអឧនេះបងប្អូននៅក្នុងការដាក់ចុះនេះមន្តវិជ្ជារបស់ថៃនេះណានេះវីដេអូវាអត់ចាប់ដោយសារវាដល់យឺតនេះវីដេអូរបស់ថៃណែមុនវិជ្ជាពេទ្យរបស់ថៃនេះដែលលោកបានផលិតមកនេះគឺមានវីដេអូបង្ហាញយឺតពេកខ្ញុំទៅនេះទៅបង្ហាញនេះគេបានបញ្ចុះគេបានថៃបានផលិតមកគឺមានបញ្ចុះឲ្យស្រេចបងប្អូនណានេះមគ្គអឧផ្សេងទៀតក៏បានដែរប៉ុន្តែដែលសំខាន់បំផុតគឺព្រះអភិធម្មព្រះសូត្រព្រះវិន័យទាំង3នេះគឺសំខាន់ឯ3ដកស្អីផ្សេងទៀតគឺមានសូត្រថាម៉េចសូត្រខ្លីទេប៉ុន្តែគឺការប្រើប្រាស់ភាគច្រើនគឺប្រើប្រាស់មគ្គអឧនេះគឺព្រះគម្ពីរទាំង3នោះឯងចំណែកប្រមាញ់សាសនាគឺសូត្រខុសគ្នា
សូត្រទី1សូត្រថានេះចាំមើលខ្ញុំនេះអឧមៈឃើញទេអក្សរដូចគ្នាប៉ុន្តែសូត្រលំនាំមុខនៃអក្សរគឺខុសគ្នាប្រមាញ់គឺអគឺព្រះវិស្ណុឯឧគឺព្រះសិវៈឯមៈណាមៈទៅណាមៈគឺព្រះព្រហ្មឃើញទេខុសគ្នាគឺគេយកព្រះទាំង3របស់របស់បណ្ដូលមន្តគាថារបស់ប្រមាញ់ចំណែកយើងព្រះសម្មាសម្ពុទ្ធយើងខ្ញុំបញ្ជាក់ទៀតតែខ្ញុំមិនបាននិយាយរឿងសាសនាទេណាខ្ញុំនិយាយតែរឿងវិជាពេទ្យបុរាណខ្មែរយើងដែលបានប្រើប្រាស់យន្តដែលប្រាស់មុននិងយន្តនិងមន្តអាគមរបស់ព្រះសម្មាសម្ពុទ្ធដែលបានដកស្រង់ពីអដ្ឋកថានិងវៃដកផ្សេងៗយកមកប្រើប្រាស់តែប៉ុណ្ណោះហើយការប្រើប្រាស់ទិសដីគឺខ្ញុំអត់ចេះទេប៉ុន្តែគឺការនិទាននេះគឺតាកតងនឹងការប្រើប្រាស់យន្តនិងមន្តអាគមដែលបានដកស្រង់មកពីសម្ដីយើងហៅថាយើងហៅសាមញ្ញថាសម្ដីឬក៏ដីការបស់ព្រះសម្មាសម្ពុទ្ធតាកតងនឹងការព្យាបាលទៅលើបុគ្គលឬបរិសណាមួយឬក៏ព្រះអរហន្តណាមួយគឺដកស្រង់ត្រង់វគ្គឃ្លាកន្លែងនោះដើម្បីយកមកបញ្ចុះយកមកសូត្រមកសែកនៅក្នុងរបរទាំងនេះឃើញទេរបរទាំងនេះគឺដើម្បីអីដើម្បីព្យាបាលទប់ទល់ទៅលើមន្តវិជ្ជារបស់ពពួកថ្មពពួកអាបពពួកស្អីអរិយអ្នកតាអីក៏ដោយគឺជារឿងកពិចកពុកទេឯការព្យាបាលគឺទៅជារឿងសំខាន់ដូច្នេះយើងប្រើប្រាស់3ប្រមាញ់ក៏ប្រើប្រាស់3យើងមិនថាគេទេយើងណែវិជាពេទ្យដោយសារវិជាពេទ្យពីប្រមាញ់សាសនាហ្នឹងប្រមាញ់ខ្ញុំមិនបានសំទោសថាសាសនាវិជាពេទ្យប្រមាញ់ពេទ្យប្រមាញ់ហ្នឹងគឺអត់ខ្ញុំស្រាវជ្រាវមើលគឺអត់មានកម្ពីអ្វីច្បាស់លាស់ដើម្បីសិក្សាស្រាវជ្រាវបន្តទេគឺឃើញតែលោកតាយូនូននេះបានសរសេរតែបន្តិចបន្តួចយកមកដាក់ហើយផុតពីនោះគឺអត់មានទេផុតពីនោះគឺប្រើព្រះសម្មាសម្ពុទ្ធទាំងអស់ឧទាហរណ៍អិស្វាសៈនេះគឺជាបណ្ដូលរបស់របស់គេហៅអីគេហៅដែលតាមចំណាំលោកយាយសូត្រលោកតាសូត្រណាតេបេសោវេកវិអរហង្សម្មាសម្ពុទ្ធោវេជាចរណាសបណ្ណោសុគិតាលោកវិទុអនុត្តរងមោសយតេសតាំងតេធម្មំសតានំចតេចវសតាមិអនុគឺលោកយាយលោកតាសូត្រនឹងគឺសូត្រសុំសេចក្តីសុខសេចក្តីចម្រើនឬក៏សូត្ររំលឹកគុណព្រះអភិធម្មព្រះវិន័យព្រះសូត្ររបស់គុណរបស់ព្រះសម្មាសម្ពុទ្ធនឹងឯងគឺរួចហើយទៅលោកតាលោកយាយគាត់ធ្វើសាធុនេះគឺថាល្អណាស់ប្រសើរណាស់ហ្នឹងអានឹងកន្លែងហ្នឹងគឺវាឃ្លាកន្លែងហ្នឹងគេបានដកស្រង់គាថាមុនអតិពិសោនឹងមកគឺអស្វាសៈអតិពិសោនឹងមកអស្វាសៈនឹងមកគឺយកតែ3អក្សរទេការសូត្រមកសង្ឃុកមកសន្ពាយធំប្រមាណហ្នឹងគឺគេយកតែឃ្លា3ទេយកអិនិងស្វាសៈនេះឃើញទេយកមកបញ្ចុះយកមកសែវមកផ្សេងនៅក្នុងរបស់របរទាំងនេះឃើញទេបងប្អូននេះរបស់ជាព្រះក៏ដោយតាមពិតព្រះបើសិនជាតួរបស់ព្រះសម្មាសម្ពុទ្ធមិនបាច់បញ្ចុះទេទល់តែអ្នកប្រើប្រាស់ហ្នឹងគត់មុតណាស់ដូចជាលោកតាយូនូនលោកតាមេឃបុនលោកតាកងផាន់ខ្ញុំធ្លាប់និទានរួចហើយបងប្អូននៅក្នុងវីដេអូចាស់ប្រហែលជាលុបចោលបាត់ហើយនោះក៏លោកតាក៏មានអនុភាពខ្លាំងដែរ
ក៏របីបងប្អូនក៏របីឡើងកបងប្អូនធ្លាប់ស្គាល់ហើយណាធ្លាប់ដឹងពីអនុភាពរបស់ក្របីឡើងកណាវត្តគ្មានត្រប្រណីទេដូច្នេះចាញ់អនុភាពរបស់លោកតាកងផាន់នៅបាត់ដំបងកាលពីចំនួនជាង400ឆ្នាំមុននោះលោកតាយូនូនសរសេរនៅក្នុងឯកសាររបស់លោកតានេះលោកតាអាចារ្យដែលដឹកនាំលោកតាកងផាន់នឹងទៅសូត្រមន្តនៅឯភូមិមួយខាងនោះរត់ខ្ទេចគ្មានសល់ទេចំណែកឯលោកតាខ្ញុំមិននិយាយឈ្មោះឲ្យចំទេខ្ញុំហៅតែលោកតាកងផាន់នេះគឺជានាមខ្ញុំដាក់ឲ្យតែប៉ុណ្ណោះទេប៉ុន្តែបើដាក់ចំនៅក្នុងនេះក្នុងឯកសារនោះមិនមែនឈ្មោះនឹងទេលោកតាបានចិត្តគុតមុតមិនរត់ទេអត់លោកតាប្រើប្រាស់យន្តនឹងមន្តអាគមរបស់ព្រះសម្មាសម្ពុទ្ធថាអាត្មាអញជាគេហៅភិក្ខុសង្ឃណាលោកតាមិនមែនជាក្រហមទេណាខ្ញុំហៅលោកតាហ្នឹងគឺជាភិក្ខុសង្ឃជាចៅអធិការវត្តមួយនៅខេត្តបាត់ដំបងកាលពី400ឆ្នាំមុននោះលោកតាមានអនុភាពខ្លាំងដោយសារលោកតាគុតមុតលោកតាប្រើប្រាស់យន្តក្នុងមន្តអាគមរបស់ព្រះសម្មាសម្ពុទ្ធថាអាត្មាអញជាសាវករបស់ព្រះសម្មាសម្ពុទ្ធមិនមានលោភៈទោសៈមោហៈរុក្ខៈទោសៈមោហៈទេដូច្នេះបើសពសត្វទាំងឡាយជាពិសេសគឺសត្វដែលមានអនុភាពខ្លាំងទៅលើកម្រោលនោះគឺមានន័យថាម៉េចកម្រោលនោះមានន័យថាសត្វក្របីនោះគឺឡើងកនោះគឺកាចណាបងប្អូនលោកតាប្រើប្រាស់មន្តរបស់កូនគេថារបស់ណែព្រះសម្មាសម្ពុទ្ធប៉ុណ្ណឹងលោកតាថាបើសិនណាជាអាត្មាអញមានកម្មពៀជាមួយនឹងសពសត្វទាំងឡាយសូមមកចោះបិទអត់បិទភ្នែកទេដើរមុនដើរតែអញ្ចឹងតាមមកយកអាត្មាចោះស្រាប់តែមកដល់លេងនេះបងប្អូនដើរមកហិតដូចហិតដាក់កតុយចុះបងប្អូនតាមពិតសត្វក្របីនឹងឡើងក៏កន្ទុយវាគឺបើកហើយសម្ដៅមកភ្នែកបើកលៀនថ្លែចឹងហើយស្នែងវារត់វត្តក៏ស្នែងវាវិញណាបងប្អូនមកខ្វាមចេះវត្តតែមកឆ្វាច់បើគុំថាឡើយលោកតាប្រពន្ធហ្នឹងកម្លាំងក្របីអូសយ៉ាងធូរអត់មានអូសទេគឺវត្តខ្ទាតយ៉ាងធូរហើយលោកតាថាលោកតាអត់ខ្លាចដោយសារលោកតាគុតមុតដូច្នេះយន្តនឹងមន្តអាគមគាថានេះខ្ញុំឃើញបងប្អូនប្រើប្រាស់មួយចំនួនធំអត់ចិត្តគុតមុតណាគឺអត់ទប់ទល់បានទេក្របីវត្តខ្ទេចកុំលេងសើចបងប្អូនអត់បានទេណាគេអត់ឲ្យសាទេពីព្រោះអីណែខ្ញុំលើកឧទាហរណ៍ចេះគណិតវិទ្យាទូទាំងប្រទេសប្រឡងជាប់លេខ1បានប្រមាណនេះក្នុងចំណោមសិស្សប្រមាណឧបមាថាសិស្សទូទាំងប្រទេស5លាននេះប្រឡងជាប់បានតែ100នាក់ទេណាបងប្អូនសិស្សគណិតវិទ្យាបកែលេខ1ពិន្ទុ199ពិន្ទុបានតែ100នាក់ទេដូច្នេះយន្តនឹងមន្តអាគមគាថារបស់ព្រះសម្មាសម្ពុទ្ធមិនមែនចេះតែចាប់បានគ្រប់គ្នាអត់បានទេណាទល់តែចិត្តគុតមុតដូចលោកតាដែលខ្ញុំធ្លាប់ទានកន្លងមកនេះបានអាចប្រើប្រាស់បានផុតពីនោះគឺប្រើបានតែងទួចគិនថាវាគ្រោះថ្នាក់គ្រោះអីដែរប៉ុន្តែវាបានទប់ទល់ឥឡូវខ្ញុំលើកឧទាហរណ៍ចេះតើវ៉ាក់សាំងអាចការពារជំងឺមហារីកបានទេការពារបានទប់ទល់ប៉ុន្តែអត់អាចថាឲ្យវាណែកុំឲ្យវារីកបានប៉ុន្តែអត់អាចឲ្យវាជាបានទេឃើញទេឃើញត្រង់វាឃ្លាកន្លែងហ្នឹងគឺប្រើប្រាស់បែបហ្នឹងឯងគឺប្រើប្រាស់អញ្ចឹងបងប្អូនគឺមានន័យថាมันមានអនុភាពចំពោះបុគ្គលណាដែលគ្មានចិត្តមុតគុតដូចជាលោកតាទេកុំថាឡើយសម្លាប់នឹងមុខសម្លាប់ពីក្រោយក៏អត់មានបញ្ហាដែរពីព្រោះអត់យកចិត្តរបស់ណែ
លោកតាបានទេសម្រាប់បានតែរាងកាយទេឯចិត្តរបស់ពួកលោកតាស្មាទោសមិនពួកនេះមិនមែនមើងងាយទេណាគឺមានន័យសំដៅទៅលើគ្នាច្រើនពួកលោកតាពួកហ្នឹងគឺសំដៅទៅលើចាប់ពី2នាក់ឡើងទៅដូច្នេះខ្ញុំមិនមែនបានន័យថាមើងងាយពួកគាត់ទេមិនមែនបានន័យវ័យស្មើឬក៏វ័យស្អីទេគឺសំដៅទៅលើគ្នាច្រើនចាប់ពី2នាក់ឡើងទៅខ្ញុំហៅថាពួកលោកតាចេះតែចោះណាសូមស្មារតីអភិទោសពីសំណាក់បងប្អូនផងកុំឲ្យថាវេតម្លៃដូច្នេះការប្រើប្រាស់យន្តនិងមន្តអាគមរបស់ព្រះសម្មាសម្ពុទ្ធនេះគឺមុនពេលលើកទៅលើដល់ណែការប្រើប្រាស់យន្តមន្តអាគមវាក្លៀកន្លែងណាមួយគឺនេះគឺខ្ញុំនឹងលើកយកនៅដំណើរដើមទងរបស់ព្រះសម្មាសម្ពុទ្ធរួចហើយបានលើកវាក្លៀកន្លែងនោះគឺមកប្រើប្រាស់នឹងយន្តមន្តអាគមវាក្លៀកន្លែងណាមួយដើម្បីដកស្រង់យកមកចុះយកមកសូត្រយកមកសែកនឹងវត្ថុទាំងនេះវត្ថុនេះគឺដើម្បីការពារជាបាលនឹងតបទល់ទៅលើអំពើអធមទាំងឡាយរបស់ពពួកពពួកអមនុស្សក៏ដោយពពួកមនុស្សក៏ដោយដែលរៀនអំពើអធមនេះគឺតបទល់បានខ្លះមិនបានខ្លះទៅលើឧបនិស្ស័យគឺបើសិនជាឧបនិស្ស័យខ្ពស់គុំថាឡើយអំពើអធមប៉ុណ្ណឹងអត់ចូលរួចទេដូចជាក្រុមរបស់លោកតាដែលមានចិត្តគុតមុតគឺអត់មានអ្នកណាធ្វើអីគាត់បានទេគឺគាត់តបទល់សួរថាហើយចុះហេតុអីក៏មកសម្លាប់ធ្មប់នឹងចោលទៅមិនអាចទេក្រុមរបស់លោកតាគឺរៀនវិជ្ជាពេទ្យគឺកាន់សិល5នឹងឯងគឺមិនសម្លាប់មិនបៀតបៀនមិនប៉ះពាល់មិនជាបញ្ចោមមិនស្អីសពគ្រប់បែបយ៉ាងមិនផឹកមិនស៊ីគឺតំណមជាច្បាប់យើងហៅថាតំណមប៉ុន្តែច្បាប់ទេច្បាប់របស់ពេទ្យវិជ្ជាពេទ្យបុរាណយើងគឺបានពីយើងពីដំបូងយើងធ្វើប្រាស់តំណមយូរទៅយើងសរសេរចេញជាច្បាប់ជាអីចឹងទៅដូច្នេះដំណើររឿងមុនដំបូងគឺយើងអធិប្បាយអំពីដំណើររបស់ព្រះសម្មាសម្ពុទ្ធនេះត្រង់វាឃ្លាកន្លែងនេះដែលគេបានដកស្រង់យកមកបញ្ចុះយកមកសូត្រយកមកសែកដើម្បីជាគោលឬក៏ហៅថាបណ្ដូលពុទ្ធិគុណបណ្ដូលធម្មគុណបណ្ដូលគេថាបណ្ដូលមន្តអាគមនេះគឺ3អក្សរនេះ3អក្សរនេះគឺចុះបញ្ចុះនៅក្នុងសូត្រសែកនៅក្នុងកន្លែងនេះរួចហើយបានគេបញ្ចុះយកដីកាឬក៏សម្ដីរបស់ព្រះសម្មាសម្ពុទ្ធដែលបានព្យាបាលទៅលើបុគ្គលបរិសណាមួយដែលនៅក្នុងនោះគឺយកមកបញ្ចុះនៅក្នុងខាងក្រោមនេះដូច្នេះដំណើររបស់ព្រះសម្មាសម្ពុទ្ធពីដំបូងឡើយគឺឃើញឯងខ្ញុំមិននិទានរឿងមិននិទានថាណែប្រពុតប្រវត្តិពុទ្ធអីទេព្រោះខ្ញុំអត់ចេះទេរឿងពុទ្ធប្រវត្តិខ្ញុំលើកឡើងនេះគឺតាក់ទងនឹងការប្រើប្រាស់យន្តនិងមន្តអាគមតែប៉ុណ្ណោះឯងរឿងសាសនាខ្ញុំអត់តាក់ទងទេរឿងប្រើប្រាស់យន្តនិងមន្តអាគមរបស់ព្រះសម្មាសម្ពុទ្ធគឺជាពេទ្យរបស់ខ្មែរយើងដូច្នេះខ្ញុំរំលឹកជូនមន្តសាទៀតគឺថាយើងសូមកុំបែងចែកថាជាមន្តវិជ្ជាដេរឆានជាមន្តវិជ្ជាខ្មៅជាមន្តវិជ្ជាអមនុស្សឬអីស្អត់សូមកុំបែងចែកឲ្យសោះបើបែងចែកយ៉ាងដូចនេះគឺខ្ញុំសន្មតថាបានរំលងឬក៏មើលរំលងឬក៏តេះដៀលទៅលើបុព្វបុរសខ្មែរយើងយ៉ាងចាស់ដៃតេះដៀលទៅលើគាថារបស់ព្រះសម្មាសម្ពុទ្ធយ៉ាងចាស់ដៃដូច្នេះគឺខ្ញុំសំណូមពរគាត់ថាហាមក៏ដោយគឺថាបងប្អូននៅតែតេះដៀលទៀតក៏តេះទៅគឺថាខ្ញុំក៏តែជម្រាបជូនតែប៉ុណ្្នឹងទេថាគឺជាការតេះដៀលពិតប្រាកដយ៉ាងចាស់ដៃទៅលើមន្តវិជ្ជារបស់បុព្វបុរសយើងគឺមន្តរបស់ព្រះសម្មាសម្ពុទ្ធតែម្ដងដូច្នេះសូមកុំបែងចែកខ្ញុំគាត់តែហាមទេណាតែបងប្អូនដែលមួយចំនួនដែលបានបែងចែកក៏បែងទៅមិនបែងគេឲ្យទៅខ្ញុំគាត់តែហាមទេ
ថាបើសិនទៅជាបងប្អូនបានបែងចែកដូចនេះណាតើបងប្អូនអាចបញ្យល់គាត់ឲ្យបានទៅតាមធរដែលបានទេសដែលពិខុសង្ឃបានទេសនានោះឲ្យគាត់ស្ដាប់បានដែរអត់តើជួយគាត់ឲ្យបានរួចផុតទុក្ខផុតភ័យផុតសេចក្តីស្លាប់ផុតភ័យក្តីវេទនាដែលបានដែរអត់ថាអត់បានផងហ្នឹងចុះបើមិនបានយើងទៅតេះដៀលណែធម៌ព្រះសម្មាសម្ពុទ្ធដែលយកមកធ្វើមន្តអាគមណែដែលបុព្វបុរសខ្មែរយើងបានប្រើប្រាស់រាប់រយរាប់ពាន់ឆ្នាំមកហើយនោះចាំបាច់ទៅតេះដៀលទៅអីថាតេះដៀលទៅបើមិនបានដឹងផងតែនឹងហើយបើជិះឆ្នេះឯងទៅខ្ញុំប្រាប់ឲ្យដឹងថាសូមគុំតេះដៀលតទៅទៀតអីពីព្រោះវាជាពេទ្យបុរាណខ្មែរយើងគឺប្រើប្រាស់យន្តនឹងមន្តអាគមរបស់ព្រះសម្មាសម្ពុទ្ធដែលពុទ្ធបរិសយើងបានតាំងសមាធិបានប្រើចិត្តវិញ្ញាណដើម្បីសមាធិដើម្បីនេះត្រង់វិក្រាចភគសៈណាគឺភ្នែកច្រមុះតិចស្មារបស់ព្រះសម្មាសម្ពុទ្ធនេះគឺយកមកធ្វើគាថាដើម្បីសមាធិយន្តគៀងឡាយរបស់ព្រះសម្មាសម្ពុទ្ធថាមានអនុភាពកន្លែងណាគឺយកកន្លែងនោះយកមកសរសេរទៅគឺបាននេះឯងឃើញទេគឺអិស្វាសុដូច្នេះមុនពេលប្រើប្រាស់យន្តក្នុងមន្តអាគមនេះគឺខ្ញុំរំលឹកពីការបែងចែកនេះគឺសូមកុំបែងចែកតទៅទៀតបើសិនតែយើងបែងចែកតទៅទៀតគឺយើងអត់អាចជួយគាត់បានទេតែបងប្អូនជួយបានទេជួយបានប៉ុណ្ណឹងឥឡូវខ្ញុំនិយាយរឿងឧបនិស្ស័យបន្តទៀតឧបនិស្ស័យរបស់លោកយាយដាច់អ៊ីនធឺណិតបងប្អូនណាក្រោមនេះវាអត់ដាច់យឺតជាងលើត្រឡប់មកវិញឧបនិស្ស័យរបស់អ្នកនាងចាញ់ចាច់និងលោកយាយវិសាខាពេលមានទុកគឺលោកយាយបានដឹងចិត្តវិញ្ញាណរបស់លោកយាយដឹងប៉ុន្តែមិនដឹងត្រង់លោកយាយយំលហេកលហាយលហេលហើដើរមកព្រឹកទៅរកព្រះសម្មាសម្ពុទ្ធដើម្បីឲ្យជួយព្យាបាលគឺដើរពីក្រុងមកទៅវត្តចិត្តពុនវត្តសាវត្ថីវត្តស្អីមិនដឹងទេគ្រាន់តែថាដើរទៅគឺមកព្រឹកហ្នឹងដាច់អ៊ីនធឺណិតរហូតដាច់ចឹងខ្ញុំអត់ដឹងបើសិនអត់ដឹងអត់លឺទេដល់ពេលចឹងដឹងលឺទេដើរទៅរកព្រះសម្មាសម្ពុទ្ធឲ្យព្យាបាលនេះគឺជាឧបនិស្ស័យអត់ដឹងខ្លួនប៉ុណ្ណឹងហើយគឺនៅតែទៅរកព្រះសម្មាសម្ពុទ្ធដើម្បីព្យាបាលឃើញទេឃើញនៅដឹងទេនាងចាញ់ចាចគ្មានឧបនិស្ស័យទេទៅជាព្រះសម្មាសម្ពុទ្ធដល់មហាគុណកុដណែសមណៈតងោលសមណៈឯងមកធ្វើឲ្យយើងមានពោះមានពងហើយមកសងំសុកអីនៅមហាគុណកុដនេះឈ្មោះស្អីណាសិតព្រះសម្មាសម្ពុទ្ធស្អីណានេះអីសងំយកសុកខ្លួនឯងឯងអត់មើលកូនមើលចៅទេឃើញឯងពោះប៉ោងប៉ុណ្ណាណៃហើយលិចស្អែកខានស្អែកអីកើតស្អែកខានស្អែកអីនេះឃើញទេបងប្អូនដឹងទេត្រង់កន្លែងហ្នឹងដឹងទេដឹងថាអត់ដឹងទេអត់ដឹងទេនិយាយទៅពីចោតទៅពីឃើញទេត្រង់វគ្គឃ្លាកន្លែងហ្នឹងបើសិនជាឧបនិស្ស័យមានណាត្រាស់ដឹងជាព្រះអរហន្តតៃដូចជាលោកយាយបាត់ហើយលោកយាយឃើញអត់ដឹងឯងដល់លលើកមកអាសពុតស្អីអាសពុតគាត់ជំនាន់ឥណ្ឌាហ្នឹងក្របក្បាលក៏ក្របអាទូក៏ទូឲ្យរុំមកៃដើរទៅទឹកជោកយំលហេកលហាចទៅរកព្រះសម្មាសម្ពុទ្ធទៅដល់ថ្វាយបង្គំខ្វើព្រះអង្គអើយព្រះអង្គទូលបង្គំខ្ញុំកណាមានទុក្ខមានភ័យអន្លាក់អន្លើករកព្រះអង្គគឺដើម្បីឲ្យព្រះអង្គជួយព្យាបាល
ព្រះសម្មាសម្ពុទ្ធមានទឹកចក្ខុទឹកចក្ខុខੰទឹកអរហង្គភ្នែកទឹកអាចមើលចាក់ធ្លុះនៅចិត្តវិញ្ញាណរបស់លោកយាយគឺដឹងថាលោកយាយគឺមានឧបនិស្ស័យដឹងថាអ្នកណាមានឧបនិស្ស័យមិនមានឧបនិស្ស័យគឺព្រះអង្គដឹងព្រះអង្គព្រឹកឡើងយប់ឡើងប្រមាលមើលប្រមាលចឹងហើយព្យាបាលក្មេងណាក្មេងដែលដេកខ្ញុំធ្លាប់បានលើកឡើងរួចហើយដូច្នេះខ្ញុំមិនលើកឡើងទេខ្ញុំគ្រាន់តែរំលឹកតែជូនបងប្អូនទៅថាឧបនិស្ស័យរបស់ក្មេងហ្នឹងគឺមានឧបនិស្ស័យជាដោយសារព្រះអង្គប៉ុន្តែជាឲ្យបានអនិច្ចកម្មនៅពេលនោះតែម្ដងទៅគឺដោយសារតែដោយសារជាឲ្យគឺចិត្តគត់មុតគឺមិនខ្លាចទេសេចក្តីស្លាប់គឺបានអនិច្ចកម្មត្រឹមត្រង់ទេកន្លែងនោះដូច្នេះលោកយាយហើយនិងលោកយាយទាំងពីរហ្នឹងគឺមានឧបនិស្ស័យមួយមានឧបនិស្ស័យមួយវាមានឧបនិស្ស័យកន្លែងណាអត់ដឹងផងហ្នឹងលោកយាយក៏អត់ដឹងដែរលោកយាយដើរយំលលាក់មកឃើញកន្ត្រង់វាក្លៀកន្លែងហ្នឹងគឺអំពើអាបធ្មប់វាបានប្រជ្រាបមនុស្សយើងជាទូទៅនៅក្នុងសង្គមយើងបច្ចុប្បន្នមិនថាពីអតីតមិនថាបច្ចុប្បន្នតែគឺខ្ញុំចែកម្លែកជូនគឺចែកម្លែកជូនគ្រប់វ័យទាំងអស់ឲ្យតែថាស្ដាប់បានគឺចាប់ពីប្រមាណឆ្នាំឡើងទៅគឺខ្ញុំអត់ដឹងទេគ្រាន់តែថាគឺវ័យដែលត្រូវទទួលបានគឺវ័យដែលចិត្តគ្រប់វ័យ15 16អីឡើងទៅគឺត្រូវហើយបងប្អូននៅពេលដែលខ្លួនឯងចាប់ផ្ដើមផ្ទឹមនឹមហ្នឹងគឺមានន័យថាក្រៀបការគឺចាប់ផ្ដើមមានគេហៅថាលេងមានចលកម្មដើម្បីដំណើរដូចពីនៅក្មេងទៀតហើយដូច្នេះពេលនោះគឺធ្មប់អំពើអាបចាប់ផ្ដើមរាតត្បាតនៅខណៈហ្នឹងឯងដូច្នេះខ្ញុំស្លេះពីរឿងលោកយាយទាំងពីរនៃលោកយាយអរហន្តទាំងពីរបន្តិចសិនខ្ញុំលើកពីកុមារដូច្នេះតាកតងនឹងកុមារមិញខ្ញុំលើកពីមុននឹងមិញបន្តិចហ្នឹងគឺតាកតងកន្លែងហ្នឹងយើងចាប់ផ្ដើមផ្ទឹមភ្លាមអត់ចលករអត់អីចាប់ផ្ដើមហើយឃើញធ្មប់ចាប់ផ្ដើមរាតត្បាតហើយដូច្នេះធ្មប់វាប្រើប្រាស់ចិត្តវិញ្ញាណដើម្បីបញ្ជាលើចិត្តវិញ្ញាណរបស់ពពួកធ្មប់នឹងគឺបាញ់ឈ្មោះទៅលើចិត្តវិញ្ញាណរបស់បុគ្គលណាមួយជាសេះក្មេងៗដើម្បីបំបែកបំបាក់ពពួកនឹងឲ្យបែកបាក់ព្រឹកប្រាប់ប្រពន្ធកូនខ្លួនឯងគឺភាគច្រើនគឺអញ្ចឹងឯខ្លះតបបានខ្លះតបមិនបានគឺលេងលះគ្នាតាំងពី1ឆ្នាំតាំងពីប្រហែលខែមុនក៏មានដែរ3ខែមុនក៏មានដែរបងប្អូននេះគឺជាសច្ចៈនៃការប្រើប្រាស់យន្តក្នុងមន្តអាគមដើម្បីទប់ទល់ព្យាបាលគឺត្រង់កន្លែងហ្នឹងទប់បានឬមិនបានទៅលើឧបនិស្ស័យរៀបការហើយបងប្អូនអត់ទាន់យល់ទេវិភាគច្រើនគឺថាឆ្លោះគ្នាទៅអើយណែបានតែដឹងទេប៉ុន្តែអត់ដឹងថាជាអំពើអាបធ្មប់ទេនេះនៅក្នុងឯកសាររបស់លោកតានេះគឺបញ្ជាក់អញ្ចឹងអត់មែននិយាយលេងទេណាបងប្អូនចំណាំមើលខ្លួនឯងទៅគឺឆ្លោះគ្នាអត់មានរឿងបងរឿងប្អូនរឿងអូនរឿងបងអីទៀតទេឯងសិតប្រើសិតតែឯងនឹងអញឃើញលេងដឹងហើយដូចលោកយាយទាំងពីរមិញអញ្ចឹងលោកយាយយ៉ាងចាទៅដល់ជីព្រះសម្មាសម្ពុទ្ធចាច់ណែសម្រាប់តងល់ហើយមកដេកសុកដេកស្រួលអីតែម្នាក់ឯងហើយដើរបានស៊ីបានចុកអីសើមើមានកូនចៅមកកព្រុសមកកភ្លៀងហើយគាត់តែឲ្យមកបំរើឯងបន្តិចក៏មិនបានដែរមានពោះមានពងចិត្តគ្រប់ខែអានេះយើងនិយាយពាក្យសាមញ្ញណាបងប្អូនអញសុំទោសណែមើលយើងឯងចិត្តគ្រប់ខែហើយមកដេកសុកដេកស្រួលអីម្នាក់ឯងកន្លែងហ្នឹងសងំយកឯងស្អីសិតតែព្រះមហាកុណកតសិតតែព្រះពុទ្ធសិតតែស្អីណាសិតតែនាមសិតតែតថាគតស្អីណាណែមកមើលយើងណែពោះលិចស្អែកកាន់ស្អែកអីឃើញទេឧបនិស្ស័យត្រង់កន្លែងហ្នឹងណាបងប្អូនធ្មប់បញ្ជ្រាបនៅក្នុងទៅលើរាងកាយរបស់យើងគឺបញ្ជាទៅលើផ្លូវចិត្តរបស់ធ្មប់នេះគឺវាប្របាបញ្ជាណាបងប្អូនបញ្ជាម្ដងគឺវេទនាដែរហ្នឹងណាទៅធ្មប់មិនចេះតែធ្វើប្រទេសប្រដាស់ទេនេះគឺជានៃឯកសាររបស់លោកតាដែលបានសរសេរគឺលោកតាមានបទពិសោធន៍
រាប់ចំនួនមកហើយចំនួនតង់មេតាលោកតាទូតតាលីបន្តមកក៏រៀនវិជ្ជាពេទ្យបុរាណខ្មែរហ្នឹងតគ្នាពីដើមគេរៀនដូចគ្នាដូច្នេះគឺពាក្យប៉ុននឹងការរៀនការស្អីការដើរការហើអត់ចលករកាត់ស្អីគឺការងារការអីនេះគឺអំពើអាបធ្មប់គឺវាបញ្ជ្រាបកន្លែងហ្នឹងគឺដោយសារអីគឺដោយសារយើងរាងកាយយើងគឺអត់ចលករដើម្បីទប់ទល់ទៅលើអំពើអាបធ្មប់នេះគឺទើបធ្មប់វាបញ្ជ្រាបត្រង់កន្លែងហ្នឹងឯងវាតែងតែបញ្ជាណាបងប្អូនគឺបញ្ជាទៅលើអីទៅលើចិត្តវិញ្ញាណរបស់ពពួកធ្មប់ហ្នឹងគឺបញ្ជាចិត្តហ្នឹងហ្មងក៏បញ្ជាម្ដងគឺវេទនាហត់បងប្អូនហត់ដូច្នេះចិត្តគាត់មុតណាចិត្តដែលគាត់មុតណាគឺបញ្ជាបានខ្ញុំបញ្ជាក់ទៀតថាប្រឡងគណិតវិទ្យាទូទាំងប្រទេសមក5លាននាក់ជាប់បានតែ100នាក់ទេដូច្នេះមុនវិជ្ជាពេទ្យបុរាណនេះរៀនបានអ្នកមធ្យមគឺច្រើនឯអ្នកបកែលេខ1តិចតួចទេបើមិនចឹងទេគណិតវិទ្យាប្រឡងជាប់ទូទាំងប្រទេស5លានអ្នកប្រឡងជាប់ទាំងអស់បាត់ហើយដូច្នេះខ្ញុំលើកឧទាហរណ៍ងាយជូនប៉ុណ្ណឹងឯងហើយនៅត្រង់វាឃ្លាកន្លែងហ្នឹងគឺខ្ញុំចែកម្លែកជូននេះគឺខ្ញុំបញ្ជាក់ឲ្យវិជាទៀតថាសូមកុំបែងចែកធัวមុនវិជាដេរឆានមុនវិជាខ្មៅមុនវិជាអាក្រក់មុនវិជាស្អីគឺយើងសង្គ្រោះដូចគ្នាឯការស្ដាប់ក៏សង្គ្រោះឯការសូត្រសែកក៏សង្គ្រោះទៅសង្គ្រោះដូចតែគ្នាទេដូច្នេះបើសិនតែគាត់ស្ដាប់បានទ្រឹស្ដីគឺយើងប្រើប្រាស់ទ្រឹស្ដីនឹងទៅឯគាត់ស្ដាប់ប្រើប្រាស់បានទៅលើការសូត្រសែកស្ដោះផ្លុំនេះគឺប្រើប្រាស់នឹងទៅដូច្នេះគឺយើងរួមសេចក្តីមកគឺថាមានតែមួយទេយើងកុំបែងចែកសខ្មៅណែអញសឯងខ្មៅកុំមកចិត្តអញកុំបែងចែកចឹងអីខ្ញុំគ្រាន់តែហាមទេត្រង់បងប្អូនបែងចែកក៏បែងទៅខ្ញុំអត់នេះទេដូច្នេះបងប្អូនតោងចាំទុកមិនចាំទុកគ្រាន់តែខ្ញុំជម្រាបជូនថាពេលដែលរៀបការឲ្យថ្មីថ្មោងល្អោកល្អឿនណាស់បន្ទាប់មកថ្មប់អ្នកចិត្តខាងច្រណែនឬក៏ធ្លាប់មានសង្សារធ្លាប់មានអ្នកភូមិអ្នកស្រុកក្បែរគ្នាចិត្តខាងអីគេស្រឡាញ់គេស្អីនាងឬក៏បរោះនឹងដែរគេចាប់ផ្ដើមខឹងចាប់ផ្ដើមចំណែនចាប់ផ្ដើមច្រឡោតចាប់ផ្ដើមស្អីសពគ្រប់ទៅលើយើងដែលមានដែលបានប្រពន្ធដែលបានស្អីយកពីបោះគេយើងមានន័យថាគេលួចស្រឡាញ់ដែរបងប្អូនគេយកបានគេប្រើប្រាស់យន្តនឹងមន្តអាគមរបស់ពពួកធ្មប់នេះជួលឬក៏ប្រើប្រាស់ដោយផ្ទាល់មិនដឹងទេគាត់ថាគេជួលទៅរកគេស្វះស្វែងរកអានោះគេណែខាងប្រើប្រាស់មន្តវិជ្ជាណែធ្មប់នឹងគេចេះណាបងប្អូនគេចេះទំនាក់ទំនងរកគ្នាគេរកគ្នាឃើញណាបងប្អូនដូច្នេះគេរកទៅគេយកមកឲ្យដាក់យើងដើម្បីឆ្លោះទាស់ទែងគ្នាក្នុងគ្រួសាររង្វង់គ្រួសាររបស់បងប្អូនដែលទើបរៀបការថ្មីក៏ដោយអ្នកខ្លះអត់មានរៀបការរៀបអីទេរឿងតាកតងនឹងការរស់ស៊ីរចតទៅធ្វើទៅតាកតងមិនចូលទៅឪពុកម្ដាយប៉ុន្តែទៅត្រូវកូនបណ្ដាលឲ្យកូនចៅជាពិសេសគឺអាយុជាង10ឆ្នាំជាងហ្នឹងបងប្អូនឃើញទេត្រូវមកមិញមកមើងមិនសូវជាឆ្លាតខ្ជិលហើយទទួលទានច្រើនញ៉ាំច្រើនដេកប្រើចោះមុខឯកញោឃើញទេបងប្អូនត្រង់កន្លែងហ្នឹងណាគឺបានត្រូវហើយត្រូវបោះគេហើយបងប្អូនណាតិចថាអត់ជឿត្រូវប៉ុណ្ណឹងណាវាអត់តន់បន្ថែមទេនៅពេលបន្ថែមខ្លាំងលេងដឹងអីមកបងប្អូនយើងជួបច្រើនហើយសប្ងៃខ្ញុំលើកឧទាហរណ៍មួយនាងតសក់ផ្អែមបងប្អូនអាចជាស្គាល់ហើយមួយចំនួនធំសក់ផ្អែមហ្នឹងឃើញទេស្អាតណាស់នាងឃើញត្រូវរបស់គេលលើឯនាងផ្សេងទៀតខ្ញុំអត់លើកទេឃើញទេខ្ញុំសុំទោសខ្ញុំថាលលើនោះវាដើម្បីបញ្ជាក់នៅពាក្យពិតនៅរឿងពិតថាវាឃ្លាកន្លែងហ្នឹងណា
តែដល់ដំណាក់កាលហ្នឹងគឺពិបាកព្យាបាលហើយអត់ពាក្យបានទេអត់ជួយបានទេហើយអត់ព្យាបាលបានគឺឧបនិស្ស័យរបស់គាត់ដែរបើសិនជាមានឧបនិស្ស័យដូចលោកយាយបដាចាអញ្ចឹងលោកយាយបដាចាមិនបងប្អូនដើរស្រាតលលាកគ្មានអាវគ្មានខោអាសក់កន្ទ្រីងកត្រឹងមុខកញៀងកញ្ញាំងខ្មៅឲ្យកក្រិចឃើញទេមានដឹងអីទេមកទៅនិយាយទៅវាតកតងនឹងការប្រើប្រាស់យន្តមន្តអាគមនឹងទៅថាយើងថានិយាយឲ្យចំអញ្ចឹងតែគ្មានដឹងអីទេឃើញទេដល់តែមានឧបនិស្ស័យឃើញព្រះសម្មាសម្ពុទ្ធកំពុងសម្ដែងធរនៅក្រោមដើមពោធិ៍មួយសັບតែគាត់ដើរចូលគេអត់ឲ្យចូលមហាជនតែចេញគេកំពុងស្ដាប់ធម៌ព្រះសម្មាសម្ពុទ្ធឯងដើរចូលមកស្អីគ្មានអាវគ្មានខោនេះខ្លះយកកម្មាយកស្អីទៅគ្របឲ្យដើម្បីឲ្យភ្ជិតហើយកុំឲ្យឃើញទៅខ្មាស់គេខ្មាស់អីទៅនាងនៅតែដើរចូលទៅគេញ៉ាំងដែរណែខ្ញុំដាក់ទៅមកដើរទៅចូលទៅពីឲ្យមហាជនស្រែកអានេះខ្ញុំលើកឡើងដើម្បីពាក្យពន្ធនឹងការប្រើប្រាស់នឹងចែកលេខជូនទៅវ័យដែលទៅនឹងរៀបការក៏ដោយរៀបការហើយក៏ដោយយូរឆ្នាំចាប់ផ្ដើមមកបងប្អូនចាប់ផ្ដើមរងាំរងោរងាសរងោះដាក់គ្នាមិនចូលចិត្តគ្នាទៅអេងតែងទូចចាប់ផ្ដើមណាធ្មប់វានឹងបញ្ជ្រាបនៅកន្លែងហ្នឹងចាប់ផ្ដើមបន្តិចម្ដងវាមិនមែនចេះតែបញ្ជ្រាបចូលទេបងប្អូនការប្រើប្រាស់យន្តនឹងមន្តអាគមរបស់ធ្មប់គឺចិត្តគុតមុតគឺប្រើប្រាស់វិជាចិត្តវិញ្ញាណដើម្បីសង្គ្រប់ទៅលើមនុស្សយើងធម្មតាហ្នឹងគឺមិនងាយទេប្រើប្រាស់ចិត្តវិញ្ញាណសូត្រមន្តគាថារបស់ធ្មប់ហ្នឹងដើម្បីបញ្ជាចិត្តទៅលើចិត្តនរណាម្នាក់គឺពិបាកដូចគ្នាពិបាកទប់ទល់ដោយសារបើសិនតែជាអ្នកមានឧបនិស្ស័យខ្ពស់ធ្មប់ហ្នឹងគឺត្រូវដាច់ផ្ងានៅយប់ហ្នឹងតែម្ដងដាច់ផ្ងាមិនមែនតែស្លាប់ទេណាគឺដាច់ផ្ងាតបអត់ជាប់តបមន្តវិជាអត់ជាប់គឺទៅតែដាច់ផ្ងាគឺដាច់ផ្ងាតើងមកប៉ុន្តែងើបឡើងមកវិញគឺមានន័យថាតបមន្តវិជារបស់មនុស្សយើងនឹងអត់បានដោយសារតែចិត្តវិញ្ញាណខ្លាំងគុតមុតដូចជាលោកតាមិញអញ្ចឹងណាលោកតាកងផាន់លោកតាយូនូនលោកតាមេឃបុននេះសិតចិត្តគុតមុតណាអត់មានក្របីអីទៅជល់បានទេជល់បានតែសម្បកបើសិនតែជល់បានតែសម្បកទេចិត្តរបស់លោកតាអត់ជល់បានទេគឺអញ្ចឹងឯងដូច្នេះគឺយើងពាក្យទៅគឺតបទល់អញ្ចឹងឯងយើងអត់មានឧបនិស្ស័យមែនគឺបានទប់ទល់បានដូច្នេះគឺមានន័យថាយើងពាក្យកដាលគេពាក្យកដាលមានន័យថាបើសិនតែយើងមានគ្រោះថ្នាក់ក៏មិនដល់ស្លាប់ដែរនេះគឺជាការប្រើប្រាស់យន្តមន្តវិជាពេទ្យបុរាណខ្មែរយើងគឺប្រើប្រាស់ទប់ទល់អញ្ចឹងឥឡូវខ្ញុំលើកបន្តិចទៀតចាក់វ៉ាក់សាំងដើម្បីព្យាបាលទៅលើមហារីកតើព្យាបាលបានទេមិនបានទេគាត់តែមកតបទល់កុំឲ្យវារីកហ្នឹងអញ្ចឹងអាហ្នឹងគឺអញ្ចឹងដូច្នេះទល់តែមានឧបនិស្ស័យទៅជាមិនមានអត់ជាទេមានឧបនិស្ស័យទៅសត្វធាតុមនុស្សសត្វទាំងឡាយមិនអាចប៉ះពាល់បានទេប្រើប្រាស់ទៅលើអីកំវុតអាវុធទាំងឡាយហ្នឹងដូច្នេះយើងថាបើខ្លាំងអញ្ចឹងមិនទៅប្រយុទ្ធនៅស្អីនៅមជ្ឈមបូព៌ាហ្នឹងទៅថាគ្មានទេមិនមែនជាទូនាទីអីទេយើងប្រើប្រាស់នេះគឺជាវិជាពេទ្យមិនមែនទៅតបទល់អញ្ចឹងទេមិនមែនទៅតបទល់រឿងខ្លាំងមិនខ្លាំងអញ្ចឹងទេវិជាពេទ្យគឺប្រើប្រាស់ទៅលើអីទៅលើចិត្តគុតមុតគឺលើការព្យាបាលទៅលើមនុស្សសត្វដែលមានរូបគាព្យាធិមិនមែនយើងទៅតបទល់រឿងគ្រាប់រឿងរំសេវអញ្ចឹងទេអត់ទេដូច្នេះមុនពេលលើកយន្តគេថាកន្លែងនេះយកមកគឺយើងសំដៅទៅលើចិត្តដែលក្តៅរស់រានរបស់បុគ្គលគ្រប់គ្នាទាំងឡាយដែលបានកើតឡើងនៅអំពើអធម៌នឹងហើយកើតនឹងគឺមានន័យថាគេបានគេធ្វើរួចហើយណាបងប្អូនគេចំណែនដូចខ្ញុំលើកពីនៃការរៀបការមិញអញ្ចឹងណា
គេចំណែនគេឈ្នានេះគេថាស្រឡាញ់បានឯបានគេទៅរត់ថ្មឯថ្មមិនមែនចេះតែបញ្ជាសម្រាប់បានងាយណាវាឧបនិស្ស័យរបស់មនុស្សដែរណាឧបនិស្ស័យរបស់មនុស្សយើងមិនមែនចេះតែសម្រាប់បានណាមិនមែនងាយទេចិត្តវិញ្ញាណរបស់យើងក៏ខ្លាំងគឺមានការតបទល់គឺប្រើប្រាស់ទៅលើនេះឯងឃើញយល់ក្នុងមន្តអាគមរបស់វិជាពេទ្យបដាងថ្លៃយើងបោះព្រះសម្មាសម្ពុទ្ធហ្នឹងឯងដូច្នេះការដែលកដៅនេះគឺយើងសំដៅទៅលើព្រះសម្មាសម្ពុទ្ធព្រះសម្មាសម្ពុទ្ធត្រូវអំពើអាបធ្មប់កដៅត្រង់វគ្គឃ្លាកន្លែងហ្នឹងគឺឯកោឯកាប្រហែលឆ្នាំបងប្អូន6ឆ្នាំឃើញព្រះអង្គខ្ញុំនិយាយថាពាក្យសាមញ្ញមិនទាន់ត្រាស់ដឹងគេហៅថាព្រះពោធិសត្វឃើញព្រះពោធិសត្វដើរឯលលេលលើលលាក់លលើកគ្មានឆ្នាំងគ្មានចានគ្មានអំបែងគ្មានស្អីទេអានេះយើងនិយាយពីពាក្យសាមញ្ញកាលពីព្រះអង្គនៅជាព្រះពោធិសត្វយើងមិនទាន់ត្រាស់ដឹងគេហៅមិនទាន់ត្រាស់ដឹងនោះគឺមិនមែនជាព្រះសម្មាសម្ពុទ្ធទេគឺជាព្រះពោធិសត្វនៅជាព្រះពោធិសត្វដើរលលាក់លលើក6ឆ្នាំលលេលលើឃើញទេគិតមិនដឹងស្អីតស្អីទេហើយអំបែងកែវអំបែងត្រឡោកកញ្ចាស់មួយដើរសុំគេស៊ីអានេះយើងនិយាយពាក្យសាមញ្ញណាដើរសុំគេស៊ីចំនួនព្រះពោធិសត្វហ្នឹងដើរសុំគេទទួលទានដើរមុនគឺមុនដែរគឺយើងហៅឲ្យព្រោះពិសាតែទៅថាមុនដែរជាក្នុងនាមជាព្រះពោធិសត្វគឺក្នុងនាមតាបោះមិនទាន់ជាព្រះសម្មាសម្ពុទ្ធទេក្នុងនាមជាតាបោះហ្នឹងដើរសុំគេហូបសុំគេស៊ីហ្នឹងឯងត្រឡោកមួយត្រឡោកកញ្ចាស់ហ្នឹងប៉ុន្តែគេបានជាពេលដែលចិត្តត្រាស់ដឹងគេបាននិមិត្តជាស្អីជាភេកមាសមិនភេកមាសទេណាគឺជាត្រឡោកកញ្ចាស់មួយទេដើរសុំគេញ៉ាំសុំគេហូបដូច្នេះព្រះអង្គត្រង់កន្លែងហ្នឹងព្រះអង្គឯកោឯកាគ្មានទីគ្មានដៅគ្មានគោលគ្មានស្អីណាច្បាស់លាស់ទេ6ឆ្នាំទម្រាំតែអាចរកគោលដៅឃើញត្រង់ឃ្លាកន្លែងហ្នឹងឃើញណែនេះឯងបងប្អូនឃើញឯកោឯកាខ្ញុំអត់និយាយរឿងពុទ្ធប្រវត្តិទេប៉ុន្តែខ្ញុំនិយាយរឿងតាកតងនឹងការវិឃ្លាដើម្បីដកស្រង់យមន្តគាថារបស់ព្រះសម្មាសម្ពុទ្ធយកមកប្រើនៅកន្លែងហ្នឹងគឺមានអនុភាពទៅលើឧបនិស្ស័យរបស់មនុស្សសត្វត្រង់ឃ្លាកន្លែងហ្នឹងណាព្រះពោធិសត្វហ្នឹងឯកោរយៈពេល6ឆ្នាំមិនមែន6ឆ្នាំយើងទេណាបងប្អូនគុណមើលមួយថ្ងៃស្មើនឹង100ឆ្នាំមួយថ្ងៃ100ឆ្នាំរបស់មនុស្សយើងដូច្នេះ6ឆ្នាំបងប្អូនគុណមើលទៅមិនដឹងជាប្រមាណលានសែនកោតទេរឹបអត់មានរឹបអត់ឃើញទេលេខ10រហូតដល់ទៅ5លានដងនឹងអានថាម៉េចទេដឹងប្រមាណលានឆ្នាំទេដូច្នេះវាឃ្លាកន្លែងហ្នឹងព្រះសម្មាសម្ពុទ្ធឯកោនៅពេលដែលព្រះអង្គបានត្រាស់ដឹងមុនពេលត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធគឺព្រះអង្គទប់ទល់នឹងចិត្តរបស់ព្រះអង្គដែលទទួលដែលរងទុក្ខវេទនារយៈពេល3ថ្ងៃតម្រុំតែអាចត្រាស់ដឹងបាន3យប់3ថ្ងៃបងប្អូនមួយថ្ងៃស្មើនឹង100ឆ្នាំ3យប់3ថ្ងៃស្មើនឹង600ឆ្នាំដូច្នេះបើសិនតែយើងកើតអត់អាចព្យាបាលបានក្នុងរយៈពេល1ឆ្នាំ2ឆ្នាំ3ឆ្នាំអីទេអាចបើសិនតែជាឧបនិស្ស័យអាចយូរឆ្នាំខ្លះមួយជីវិតអត់ជាទេក្តៅបងប្អូនមិនលេងសើចណា
មានដល់សម្រាប់ប្តីសម្រាប់ប្រពន្ធសម្រាប់ឆៅហ្មងបើមិនអញ្ចឹងទេគឺសម្រាប់ខ្លួនឯងចងកខ្ញុំរំលឹកជូនបន្តិចលោកតាដែលមានអាយុ60ឆ្នាំមកពីទីក្រុងហុងកុងគាត់ជាជនជាតិចិនហុងកុងហ្នឹងគាត់ជាគ្រូមេគ្រូតេគ្រូអែគ្រូមានន័យថាគ្រូពេទ្យបុរាណចិនគ្រូហុងស៊ុយហ្នឹងហុងស៊ុយហុងសាំងចិនហ្នឹងដោយសារតែគាត់អីនៅទីក្រុងរបស់គាត់នៅទីមិនសំណុកមិនស្រួលដោយសារអីគាត់អត់មានចលករហ្នឹងចលករគឺបនេចហ្នឹងគឺបនេចដើម្បីរំលត់ផ្នែកក្តៅរបស់ណែគេហៅណែនេះណែស្អីគេហៅស្អីខ្ញុំភ្លេចទៅវាជាទម្រង់ដែលព្រះសម្មាសម្ពុទ្ធតែងតែព្យាបាលទៅលើព្រះអរហន្តទាំងឡាយនោះគឺមានអីការរៀនទី1រៀនទី2សមាធិទី3គឺបនិច្ចចង្ក្រមទី3គឺបនិច្ចឯការបនិច្ចនោះគឺដើម្បីរំលត់ចិត្តដែលក្តៅហ្នឹងបងប្អូនតិចថាអត់ជឿថាភិក្ខុសង្ឃអត់ក្តៅអត់ទេណាឆ្លោះគ្នាពេញវត្តចិត្តពន្ធបងប្អូនពីចំនួនព្រះសម្មាសម្ពុទ្ធឆ្លោះគ្នាឲ្យឡើងវល់សិតតែជាព្រះអរហន្តបងប្អូនព្រះអរហន្តខ្លះមិនអរហន្តខ្លះណែអរហន្តខ្លះមិនអរហន្តខ្លះឆ្លោះគ្នាបើអើពេញវត្តរហូតដល់ព្រះសម្មាសម្ពុទ្ធណែហាមលេងស្ដាប់ព្រះសម្មាសម្ពុទ្ធថាណែភិក្ខុទាំងឡាយមនាភិក្ខុទាំងឡាយឈប់ឆ្លោះគ្នាតថាគតហាមហើយណាឈប់ឆ្លោះគ្នាតថាគតហាមជាលើកទី2ឈប់ឆ្លោះគ្នាហាមលើកទី3អត់ស្ដាប់ឃើញហ៎បងប្អូនឃើញក្តៅហ៎វគ្គកលាកន្លែងហ្នឹងក្តៅក៏ហើយខ្លាំងណាស់ទើបព្រះអង្គហាមអត់ស្ដាប់ថាតថាគតហាមមិនស្ដាប់ហើយ3ដងតថាគតឈប់ហាមហើយព្រះអង្គកាន់ស្បង់មួយអំបែងរបស់ព្រះអង្គមួយអំបែងសម្រាប់អ្នកដើរបិណ្ឌបាតនោះយកមកទទួលទាននោះកាន់តែប៉ុណ្ណឹងហើយអាស្អីអាបាំងថ្ងៃឆាត់នោះមួយមុនទៅព្រៃ3ខែហ្នឹងមិនមែន3ខែស្រុកយើងទេណាខ្ញុំលើកជូនបងប្អូនទេ3ខែនេះគឺ3000ឆ្នាំនៃ3000ពន្លឺនៃឆ្នាំអាយុរបស់យើងមិនលេងសើចទេដូច្នេះព្រះអង្គភិក្ខុសង្ឃទាំងឡាយចំនួនព្រះសម្មាសម្ពុទ្ធក៏ក្តៅក្រហាយខ្លាំងណាស់បងប្អូនប្រភេទហ្នឹងព្រះអង្គព្យាបាលអត់ជាត្រង់វាឃ្លាកន្លែងហ្នឹងក៏គេដកស្រង់នៅមេអឧយកមកប្រើប្រាស់រួចហើយនេះខ្ញុំធ្លាប់លើកជូនគាត់តែខ្ញុំលើកជូនតែមេអឧហ្នឹងគឺព្រះវិន័យព្រះសូត្រព្រះអភិធម្មទាំង3ហ្នឹងឯងគឺមេអឧដូច្នេះតកតងនឹងកន្លែងហ្នឹងព្រះសម្មាសម្ពុទ្ធក្តៅក្រហាយរយៈពេល3យប់3ថ្ងៃដើម្បីតបទល់នឹងស្ដេចមាបងប្អូនឃើញជ្រប់ហៅឯងស្ដេចមាស្ដេចសមោចស្ដេចសង្អាស្ដេចស្អីដូចខ្ញុំជួបថ្ងៃមុនអញ្ចឹងនេះខាងក្រោមផ្ទះខ្ញុំប៉ុន្តែកុំឲ្យគាត់លឺខ្ញុំលើកឧទាហរណ៍ស្ដែងណាហៅប្រពន្ធគាត់ណែស្ដេចងោឃើញទេបងប្អូនឃើញហៅប្រពន្ធគាត់ស្ដេចងោឯរឿងផ្សេងទៀតខ្ញុំអត់លើកទេខ្ញុំលើកតែចេតនាដែលស្រួលងាយហើយលើហៅប្រពន្ធគាត់ស្ដេចងោឃើញប្រពន្ធគាត់កំពុងតែក្តៅឯងបងប្អូនកំពុងតែច្រឡោតទេឃើញងោអត់ដឹងអីទេខ្ទង់30ជាងមិនដឹង30ប្រមាណទេខ្ទង់អញ្ចឹងឯង30ឡើងលើមិនដឹងប្រមាណទេណែស្ដេចងោហើយមើលដាវលឿនខ្មើតអត់ដឹងអីទេឃើញអត់ដឹងឯងដោយភិក្ខុសង្ឃមិនអញ្ចឹងឆ្លោះគ្នា3យប់3ថ្ងៃឆ្លោះគ្នាឲ្យតឡែតែព្រះអង្គហាម3ថ្ងៃ3ដងអត់ស្ដាប់ព្រះអង្គមុនចេញទៅក្នុងព្រៃ
ទៅគង់នៅក្នុងព្រៃទៅសាយមេត្តាធម៌ដល់សពសត្វទាំងឡាយនោះគឺពពួកសត្វទាំងឡាយនឹងគោរពកោតក្រែងរបស់កោតក្រែងព្រះអង្គគ្រប់គ្នាអត់មានអ្នកណាហ៊ានតិចហ៊ានខំហ៊ានសម្លាប់ព្រះអង្គទេដូច្នេះបងប្អូនថាអញជឿទេជឿខ្ញុំគាត់តែលើកជូនទេបងប្អូនចែកម្លែកជូនបងប្អូនទេជឿមិនដឹងទេសូម្បីតែព្រះសម្មាសម្ពុទ្ធក៏ហាមព្រះសង្ឃមិនស្ដាប់ផងព្យាបាលអត់ជាផងហើយរឿងអីដែលថាយើងមិនត្រូវអំពើអាប់ធ្មប់សម័យនេះគឺយើងឃើញជាស្ដីនឹងភ្នែកខ្ញុំលើកមិញមកហ្នឹងហើយថាអត់មានទេថាមានឥឡូវទៅមើលគាត់ប៉ុណ្ណឹងផងបន្តិចទៀតខ្ញុំប្រាប់ទៅជីបចោលគ្នាអត់ដឹងប្តីដឹងប្រពន្ធទេឯងសិតតែឯងសិតតែអញសិតតែថ្ងៃសិតតែហាងសិតតែអញតែអត់ជឿទេបងប្អូនជួបច្រើនណាស់គាត់តែយើងអត់ដឹងឥឡូវខ្ញុំលើកមិញខ្ញុំឆ្លេះទុកសិនស្ដាច់ងោមិញណាខ្ញុំលើកអាត្រង់កន្លែងនេះមួយនេះជាស្ដែងខ្ញុំមិនមែនទៅលោបមើលគេទេគឺនៅចិត្តគ្នាប៉ុន្តែគាត់បានចាក់ចេញទៅហើយឆ្លុះគ្នាបងប្អូនមួយខែហ្នឹងប្រហែលជា5ដងមិនដឹងទេខ្ញុំកាត់ចំណាំមើលអានេះវាអត់ទៀងប្រហែលជា5ដងព្រោះ4ដងហ្នឹងឆ្លុះគ្នាជេរបចោគ្នាគ្មានដឹងអាណាក្បាលអាណាកតុយទេហៅប្រពន្ធហៅប្តីសិតតែឯងសិតតែអញអាចខ្ញុំនិយាយទៅវាអាក្រក់ស្ដាប់ដល់ទៅពេលប្តីនោះប្រហែលជាមិនជាសោធ្ងន់ទេចំណែកប្រពន្ធគាត់គឺធ្ងន់ដោយសារអីគាត់ចំណាក់ស្រកមកចំណាក់ស្រកធ្មប់វាចូលចិត្តណែបញ្ជ្រាបនៅពេលយើងចំណាក់ស្រុកហ្នឹងគឺពេលដែលយើងចំណាក់ស្រុកហ្នឹងគឺយើងតែងតែសង្ហេះសង្ហោចសង្ហេះសង្ហោចទងៀមលងៅនឹកនេះនឹកនោះសន្ទឹកសន្លក់សន្លើតសណ្ដកដឺតនឹកឪពុកនឹកម្ដាយគឺវាបានបញ្ជ្រាបនៅក្នុងកន្លែងហ្នឹងគឺវាបញ្ជាផ្លូវចិត្តរបស់ធ្មប់ហ្នឹងគឺបញ្ជាផ្លូវចិត្តទៅលើផ្លូវចិត្តរបស់យើងគឺដើម្បីឲ្យយើងនឹកអាឡឹកអាឡយហើយយើងអត់ធ្វើចលកម្មចលករដើម្បីសង្គ្រមសមាធិបញ្ញាសង្គ្រមសមាធិបនិច្ចរទេគឺអត់តបទល់ទេគឺយើងចាប់ផ្ដើមឃើញដូចគាត់ហ្នឹងឯងក្តៅក្រហាយជីតង់គ្មានដឹងអាសមាទោសបងប្អូនបើថាទៅវាអាក្រក់ស្ដាប់ជាអាចជួយប្រហែលដូចម៉ែនិយាយទៅវាអាក្រក់ស្ដាប់ដូច្នេះឃើញបាត់ទេបងប្អូនបាត់ពាក្យផ្អែមពាក្យលហែមពាក្យស្អីបងប្អូនតែងតែថាតែងតែខ្ញុំធ្លាប់លឺតែងតែថាស្រឡាញ់បានតែដំបងពេលស្អាតទេអត់ទេណាបងប្អូនមិនអញ្ចឹងទេណាធ្មប់ពេលបានបញ្ជ្រាបឲ្យបងប្អូនបានបញ្ជាចិត្តខ្លួនឯងលេងស្វល់លេងស្រឡាញ់លេងស្អីឥឡូវយើងមើលអាយុមកបងប្អូនសមអញ្ចឹងឯងអាយុ30ជាងហើយសមនឹងតលាក់លលើកដូចកូនក្មេងអញ្ចឹងឯងអត់ទេគឺជាអំពើអាប់ធ្មប់ដូច្នេះចិត្តមនុស្សយើងណា2ខ្ញុំថា3ទៅចុះឲ្យឧទាហរណ៍ថា3ទៅចុះឥឡូវយើងមើលចេះពីខុសង្ឃហើយជំនឿព្រះសម្មាសម្ពុទ្ធអាយុច្រើនណាសិតតែជាព្រះអរហន្តទៀតឆ្លោះគ្នាយើងមើលគិតមើលតែចិត្តនឹងឯងអត់នឹងទេណាបងប្អូនដូច្នេះបងប្អូនប្តីប្រពន្ធណាតងចងចាំទុកនៅឃ្លាកន្លែងហ្នឹងគឺព្រះសម្មាសម្ពុទ្ធសម្ដែងរួចហើយថាកុំឲ្យទុកចិត្តមេឃទុកចិត្តកាយសំបីតែព្រះសង្ឃក៏មិនអាចទុកចិត្តដែរសំបីតែព្រះអរហន្តក៏មិនអាចទុកចិត្តដែរនេះព្រះអង្គសម្ដែងនៅក្នុងគម្ពីររបស់ព្រះអង្គអញ្ចឹងមិនមែនលេសាយទេណាព្រះអង្គថាកុំឲ្យទុកចិត្តមនុស្សប្រែប្រួលលឿនណាស់ឃើញទេឃើញប្រែប្រួលលឿនណាស់ឥឡូវមិនប្រែប្រួលមិនបងប្អូនមើលមិញហ្នឹងព្រះសង្ឃឆ្លោះគ្នាពេញវត្តចេតពុនឃើញទេព្រះអង្គហាមអត់ស្ដាប់3ដងព្រះអង្គដើរចេញទៅបាត់ទៅក្នុងព្រៃបាត់ឃើញទេឃើញប្រែប្រួលលឿននេះមិនមែនឆ្លោះគ្នាមកព្រឹកនឹងស្មើមកព្រឹកយើងទេណាមកព្រឹកនឹង50ឆ្នាំ50ឆ្នាំមនុស្សយើងដូច្នេះអាយុសង្ខ័យរបស់ណែខ្ញុំនិយាយពីរឿងអាយុសង្ខ័យរបស់ព្រះមិនមែនយកជាថ្ងៃរបស់ស្រុកមនុស្សយើងទេ
គឺខ្ញុំលើកមកគឺលើកដើម្បីលើកតែអាយុសង្ខ័យរបស់ព្រះគឺលើកខុសគ្នាពីអាយុសង្ខ័យរបស់យើងដូច្នេះមួយថ្ងៃស្រុកព្រះស្មើនឹង100ឆ្នាំរបស់ស្រុកមនុស្សយើងដូច្នេះវាឃ្លាកន្លែងហ្នឹងបងប្អូនឆ្លោះគ្នាទាំងប្រុសទាំងស្រីខ្ញុំមិនថាមកខាងទេគឺចំណាំមើលខ្លួនឯងបើចំណាំមិនបានគឺមានន័យថាម៉េចគឺមានន័យថាអត់យល់ហើយអត់យល់ត្រង់ដូចជាភិក្ខុសង្ឃឆ្លោះគ្នាមិនអញ្ចឹងហាមលេងស្ដាប់ហើយវិជាបាលលេងជាហើយព្រះសម្មាសម្ពុទ្ធដើរចេញឃើញទេដូច្នេះបងប្អូនដូចគ្នាកាលណាតាឆ្លោះគ្នាហើយមើលអាយុយើងខ្ទង់30ជាងហើយនិយាយគ្នាលេងតាប់លេងបានហើយឯងអញហើយហ្នឹងណាគឺកន្លែងហ្នឹងហើយគឺជាថ្មយ៉ាងពិតប្រាកដបងប្អូនមិនជឿយ៉ាងម៉េចភិក្ខុសង្ឃឆ្លោះគ្នាហើយឡើងពេញវត្តព្រះសង្ឃព្រះអង្គស្ដាប់ពន្យល់ស្ដាប់លេងបានហើយមើលឃើញចិត្តមនុស្សឃើញទេសាហាវខុសខើខ្លាំងណាស់ឃើញទេសូម្បីតែព្រះសង្ឃឆ្លោះគ្នាហើយផ្អើលពេញវត្តឃើញទេនេះហើយជាវគ្គឃ្លាដែលព្រះសម្មាសម្ពុទ្ធបានសម្ដែងនៅត្រង់កន្លែងហ្នឹងគឺយើងដកស្រង់គាថារបស់ព្រះសម្មាសម្ពុទ្ធយកមកប្រើនេះអមៈអបាមៈជុបៈគឺជាបណ្ដូល3ដកបណ្ដូល3ដកគឺយកមកបញ្ចុះមកសូត្រមកសែកនៅក្នុងរូបបដិមាករទាំងឡាយមិនមែនជារូបព្រះសម្មាសម្ពុទ្ធអត់អាចបញ្ចុះបានទេណាពីព្រោះយើងប្រើរូបព្រះសម្មាសម្ពុទ្ធនេះគឺព្រះអង្គមានស្រាប់ហើយព្រះវិន័យព្រះសូត្រព្រះអភិធម្ម3ដក3អីមិនបាច់បញ្ចុះអីទៀតទេដូចមិញអញ្ចឹង3ដកហ្នឹងមកទៅបងប្អូនស្អាតក៏ទេបណ្ដូល3ដកហ្នឹងគឺអបាមៈជុបៈនេះគឺជាបណ្ដូល3ដកមិនបាច់យកមកបញ្ចុះទៀតទេគឺព្រះអង្គមានស្រាប់ហើយដូច្នេះបើយើងចង់ប្រើប្រាស់យើងគន់ថាបើប្រើប្រាស់ដើម្បីទប់ទល់អ្វីមួយគឺយើងគ្រាន់តែរំលឹកគុណគឺរំលឹកមិនពុទ្ធគុណធម្មគុណសង្ឃគុណពេលពុទ្ធគឺពុទ្ធរតនៈហ្នឹងឯងពុទ្ធរតនៈទាំង3ហ្នឹងឯងគឺរំលឹកតែប៉ុណ្ណឹងគឺបានហើយមិនបាច់យកទៅបញ្ចុះយកទៅសូត្រទៅសែកដូចនេះជាព្រះអង្គសួងនេះទេបើព្រះអង្គសួងនេះគឺអាចបញ្ចុះបាននេះគឺមិនបាច់បញ្ចុះទេគេបានសូត្រយន្តក្នុងមន្តអាគមធ្វើរួចហើយដូច្នេះវិជាពេទ្យថៃនេះរបស់ថៃទេណាប៉ុន្តែយើងមិនបាច់បែងចែកថារបស់ថៃឬរបស់អ្នកណារបស់អ្នកណីទេគឺគេផលិតវិជាពេទ្យថៃគេអាចផលិតបានយើងយករបស់គេយកមកប្រើមកគឺជាវិជាពេទ្យសកលណាបងប្អូនគឺយើងអាចប្រើប្រាស់បានយើងឧបមាថាយើងពេទ្យសប្តាហ៍ថ្ងៃក៏ដោយយើងចង់ទៅព្យាបាលថៃទៅយើងមានលុយអត់បញ្ហាទេខ្ញុំនិយាយនេះខ្ញុំមិនបាននិយាយរឿងសាសនាទេខ្ញុំនិយាយទៅរឿងវិជាពេទ្យគឺប្រើប្រាស់យន្តមន្តអាគមរបស់ព្រះសម្មាសម្ពុទ្ធគឺយើងអត់អាចបែងចែកថាណែអត់ប្រើទេរបស់ថៃអត់ប្រើទេរបស់ខ្មែរយើងប្រើបានខ្ញុំសម្រាប់មនុស្សជាតិគឺមានន័យថាម៉េចគឺជាពេទ្យរបស់មនុស្សជាតិបងប្អូនប្រើបានអានេះសម្រាប់ខ្ញុំណាបងប្អូនប្រើមិនដឹងទេណាខ្ញុំនិយាយតែរឿងវិជាពេទ្យទេដូច្នេះបងប្អូនប្រើបានវិជាពេទ្យរបស់ថៃនេះគឺគេផលិតបានមកគឺយើងជាវិជាពេទ្យរបស់មនុស្សជាតិមិនមែនជារបស់អ្នកណាទេដូច្នេះចង់ថៃមកប្រើវិជាពេទ្យរបស់យើងក៏ប្រើទៅយើងប្រើរបស់វិជាថៃក៏ប្រើទៅយើងប្រើរបស់វៀតណាមក៏ប្រើទៅរបស់ចិនក៏របស់ចិនទៅចិនក៏មានរបស់គេដែរគេបានប្រើប្រាស់យន្តក្នុងមន្តអាគមរបស់ព្រះសម្មាសម្ពុទ្ធដូចគ្នាប៉ុន្តែគេបានយកទៅឆ្លាក់យកទៅសមាធិប្រើព្រះពោធិសត្វប្រើអីសង្ឃអីសូររបស់គេដើម្បីសមាធិសរសេរជាអក្សរគាថានិងមន្តរបស់គេនេះមន្តរបស់គេគឺអូមកថាមេអឧរបស់ណែខ្មែរយើងអក្សរខ្មែរយើងហ្នឹងគឺជាភាសាបាលីគឺចិនគេថាឈៀងជួអអីចឹងទៅនេះណាចឹងឯងដូច្នេះយើងប្រើប្រាស់នេះគឺដើម្បីទប់ទល់ព្យាបាលបានទេតែបានខ្លះមិនបានខ្លះមិនមែនសិតតែបានទេសូម្បីតែព្រះអង្គព្រះសម្មាសម្ពុទ្ធព្យាបាលព្រោះពាក្យ
ជាបាលព្រះអរហន្តទាំងឡាយនៅក្នុងវត្តចេតពុននៅក្នុងវត្តសាវត្ថីក្នុងវត្តស្អីក៏ដោយក្នុងសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធព្យាបាលបានផងហ្នឹងអត់មានឧបនិស្ស័យរយៈពេលម៉ោងហ្នឹងមកព្រឹកហ្នឹងមកព្រឹកមិនមែនមកព្រឹកស្រុកខ្មែរយើងទេព្រឹកស្រុកព្រះគឺមកព្រឹក100ឆ្នាំមក50ឆ្នាំពាក្យកដាលអាយុជីវិតរបស់យើងដូច្នេះឃើញថាប្តីប្រពន្ធឆ្លោះគ្នាហ្នឹងមិនមែនរឿងបងប្អូនណាកុំឆ្លោះគ្នាណែសម្រួលគ្នាទៅបើសម្រួលបានហើយសូម្បីព្រះអង្គសម្មាសម្ពុទ្ធក៏សម្រួលមិនបានផងណាសម្រួលពេលគឺខកសងអត់បានផងណាព្រះអង្គដើរចេញទៅក្នុងព្រៃបាត់ទៅដល់ពេលព្រះអង្គដើរចេញមានអីអត់អីហូបអត់អីឆាន់អត់អីគឺជាជនគេស្អប់ជីវិចៅពួកតងល់អស់នេះកុំឲ្យស៊ីបើព្រះអង្គនៅហាមស្ដាប់អីមានឯណាដល់ពេលប្រជាជនជីចោះជាឡើងជីមកទោះបងជាជនជីចោះជាឡើងជីគឺត្រូវបណ្ដាសារបស់ប្រជាជនហ្នឹងទៅជីពួកអតងល់អស់នេះមិនបានអីស៊ីមិនបានអីកុំឲ្យវាស៊ីនៅឆ្លោះតែគ្នាហ្នឹងឃើញជាត្រង់ពាក្យឃ្លាជីកន្លែងហ្នឹងឯងជាទៅបានភ្ញាក់ខ្លួនទៅរកព្រះសម្មាសម្ពុទ្ធទៅមុនព្រះសម្មាសម្ពុទ្ធពីក្នុងព្រៃត្រឡប់មកវិញព្រះសម្មាសម្ពុទ្ធថាតថាគតមិនទាន់ទៅទេចិត្តដល់ពេលវេលាព្រះតថាគតនឹងមុនទៅឲ្យព្រះអនន្តទៅរៀបចំវត្តរៀបចំអីធ្វើគណៈកម្មការដើម្បីដឹកនាំព្រះភិក្ខុសង្ឃបន្តពីព្រះអង្គសិនទៅចាំព្រះអង្គដល់ពេលព្រះអង្គនឹងត្រឡប់ទៅវិញហើយឃើញត្រង់វគ្គឃ្លាកន្លែងហ្នឹងបងប្អូនឃើញទេសំបីតែព្រះសង្ឃសម័យពុទ្ធកាលក៏ព្យាបាលពិបាកដែរណាដូច្នេះយើងអត់អាចឆ្លោះគ្នានៅក្នុងសង្គមយើងបច្ចុប្បន្នថាហេរឿងធម្មតាត្រូវរឿងធម្មតាបងប្អូនគិតឃើញអញ្ចឹងគឺរឿងធម្មតាត្រូវហើយប៉ុន្តែរឿងមិនធម្មតាគឺអាយុរបស់យើងហ្នឹង30ជាងអីគិតថាធម្មតាមិនទៀតបជាគ្នាហៅគ្នាសិតតែឯងសិតតែអញលេងដឹងប្តីដឹងប្រពន្ធមុនដំបងផ្អែមល្ហែមឃើញទេបងប្អូនផ្អែមល្ហែមណាបងអើយទៅយកលីអូឲ្យអូនតិចមកនោះដាក់បយួរនោះនេះឃើញផ្អែមទេបងប្អូនផ្អែមឡើងអាលួយកាត់ជាតិស្ករចឹងលើសជាតិស្ករទៀតណាបងអើយណែជួយយកបាយឲ្យអូនតិចមកណែឃើញទេដល់តែពេលដល់វគ្គឃ្លាថ្មប់វាបញ្ជ្រាបអាចុយម្រាយបាយមានឯងទៅច្រាស់ទៅហើយមកពីធ្វើការវិញលឡាឃើញទេឃើញជីគ្នាបងប្អូននេះខ្ញុំចែករំលែកជូនមិនមែនចែករំលែកជូនសម្រាប់មនុស្សចាស់ទេមនុស្សតាចាស់ពិបាកស្ដាប់ណាស់បងប្អូនធ្លាប់ឃើញទេមនុស្សចាស់ហ่าខឹងច្រឡោតជាងក្មេងទៀតដោយសារអំពើអប់ធ្មប់ជ្រាបតាំងពីក្មេងទៅដល់ពីចាស់ទៅកាន់តែវេទនាវាមានវាអាណាអីឃើញបងប្អូនធ្លាប់ជួបមិនមែនអត់ជួបទេបងប្អូនជួបខ្លះមិនជួបខ្លះភាគច្រើនគឺជួបគឺមានប៉ុន្តែបងប្អូនមិនទាន់ជួបវាមានវាមិនចេះអញស៊ីអានោះក្រមលហៀមឡាមវាមិនទៅអើតនេះឃើញចំណែននេះហើយមនុស្សស្មាតទោសបងប្អូនខ្ញុំមិនមែនវាយតម្លៃមើងងាយគាត់ទេណាហើយអាយុគាត់ប៉ុណ្ណឹងហើយសមនឹងនិយាយពាក្យប្រភ្លេចប្រផ្លោចអាដេញស្មាតទោសបងប្អូនសាយតិចសមប្រភ្លេចផ្លោចចឹងឯងថាអត់ទេសមនឹងចិត្តគុតមុតនឹងថឹងពិចារណាបានវែងបានឆ្ងាយដូចអ្នកណាដោយលោកយាយដឹងណាលោកយាយកុំឋានណាគេអ្នកខកសងថាគាត់ថាខកសងណែបន្លយពាក្យបន្តិចណាលោកយាយដឹងភ្លាមលោកយាយណែព្រះសង្ឃសម័យកាលនោះព្រះសង្ឃណែបានណែបន្លយពាក្យថាព្រឹកស្អែកបើសិនបើបានចង្ហាន់បង្អែមណែសណ្ដែកគួរអីណាមិនដឹងជាឆ្ងាញ់យ៉ាងណាទេលោកយាយដឹងភ្លាមឃើញទេ
លោកយាយពិចារណាថាភិក្ខុសង្ឃនឹងបានឃ្លានចង្ហាន់ប្រភេទនឹងនៅព្រឹកហ្នឹងហើយដូច្នេះលោកយាយថាចាំកណាធ្វើឲ្យលោកម្ចាស់ឃើញទេព្រះអង្គដឹងលោកយាយដឹងគឺចិត្តគត់មុតរបៀបហ្នឹងទើបមិនមែនជាអំពើអធិមុខជ្រាបចូលគឺលោកយាយបានជាដូច្នេះខ្ញុំនិយាយថាចាស់ស្មាតូបងប្អូនណាមិនមើងងាយទេណាចាស់ចំណាស់ហ្នឹងហើយនៅប្រភ្លេចប្រភ្លោចអញ្ចឹងទៀតអាណាស៊ីអាណាអត់ស៊ីនិយាយមិនពិរោះមិនភាសាឃើញទេដូច្នេះគឺអំពើអធិមុខបានបញ្ជ្រាបគាត់តាំងពីក្មេងទៅហើយដល់ពីចាស់ទៅគឺកាន់តែវេទនាចិត្តក្តៅក្រហាយដូចជាឥឡូវយើងមិនជឿមិនភិក្ខុសង្ឃសម័យព្រះសម្មាសម្ពុទ្ធតែឃើញឆ្លោះគ្នាវល់ពេញតែវត្តស្ដាប់មិនស្ដាប់អ្នកណាតអ្នកណីសំបីតែព្រះសម្មាសម្ពុទ្ធដែលជាប្រធាននៃគណៈកម្មការសង្ឃទាំងមូលជាព្រះសម្មាសម្ពុទ្ធជាព្រះអរហន្តដែលជាអ្នកត្រាស់ដឹងធរដំបងបំផុតគ្មានគ្រូអាបាអាចារ្យណាប្រដៅព្រះអង្គបានមិនស្ដាប់ផងហើយរឿងអីយើងមនុស្សធម្មតាហើយថាមិនត្រូវយ៉ាងម៉េចកើតអត់ទេណាបងប្អូនអានេះខ្ញុំថាខ្ញុំចែកម្លែកពីបទពិសោធន៍ពីធរពីធររបស់ព្រះសម្មាសម្ពុទ្ធនេះគឺដើម្បីយកមកចុះយកមកសូត្រមកសែកនៅក្នុងគម្ពីរនៅក្នុងរូបសំណាក់រូបស្អីទាំងឡាយនេះរបស់ខ្ញុំពាក្យខ្ញុំអីប៉ុន្តែខ្ញុំមិនមែនខ្ញុំមានអ្នកគ្រូទេណាបងប្អូនកុំហៅថាខ្ញុំគ្រូដូចនេះកវីសម្រន់នេះមិនហៅថាលោកគ្រូទេតែហៅលោកគ្រូខ្ញុំអានប្រែនចោលហើយណាហៅលោកក្រោយទៀតណានេះសូត្រសែកនេះរបស់ខ្ញុំធ្វើខ្ញុំកាលខ្ញុំស្រាវជ្រាវមកខ្ញុំធ្វើខ្ញុំទិញគេទេណានេះមិនដឹងឆ្អឹងពិតឬក៏មិនពិតទេខ្ញុំទិញមកខ្ញុំយកមកឆ្លាក់ខ្ញុំយកម៉ាស៊ីនឆ្លាក់ដើម្បីអីដើម្បីជាកសិនហ្នឹងគឺជាតំណាងជាការផុសតាងដែលខ្ញុំបានស្រាវជ្រាវមិនមែនខ្ញុំគ្រូមិនមែនខ្ញុំអីទេគឺចែកម្លែកក្នុងនាមក្នុងគោលបំណងចែកម្លែកនេះគឺមិនមែនជាគ្រូពេទ្យគ្រូអីបុរាណហ្នឹងទេគឺក្នុងនាមជាការចែករំលែកជូនបងប្អូនតែប៉ុណ្្នឹងឯងដូច្នេះនៅក្នុងវគ្គឃ្លាកន្លែងហ្នឹងគេដកស្រង់គាថារបស់3ដកនេះណាអបាមជុបៈគឺមានអក្សរអសបដាក់ស្រៈអានិងអក្សរម៉ូសចដាក់ស្រៈអូនិងបជុបៈអបាមជុបៈគឺ3គឺជាបណ្ដូលនៃ3ដកឥឡូវយើង3ដកមានប្រមាណក្បាលបងប្អូនមាន101ភាគ101ភាគមកសង្ខេបខ្លីតែ5អក្សរទេ1 2 3 4 5ដូច្នេះอยู่ក្នុងបញ្ចុះសូត្រសែកនៅក្នុងនេះបន្តោងនេះដូចរបស់ខ្ញុំនេះខាងក្រោយនេះឃើញទេបងប្អូននេះអានេះខ្ញុំមិនមែនជារបស់បកែទេណាបងប្អូនប៉ុន្តែខ្ញុំជាកសិណស័ក្តិសិទ្ធិដើម្បីទុកជាការបង្ហាញជូនបងប្អូនតែប៉ុណ្្នឹងឯងនេះនៅខ្ញុំពាក្យនឹងកនេះគឺមិនខ្ញុំជាចិត្តគត់មុតតិចតែយកកំភ្លើងខ្ញុំបាញ់កំបិតយកងក់បាត់ដោយសារខ្ញុំមិនមែនជាគ្រូខ្ញុំមិនបានកាន់អីឲ្យគត់មុតទេខ្ញុំឃើញខ្ញុំលេងសើចជាមួយបងប្អូនគ្រប់គ្នាឃើញទេលេងសើចរៀលលេងអីថតរៀលកំ pl ុកកំ pl ែងជាមួយបងប្អូនឃើញទេដូច្នេះគឺគ្រាន់តែជាអ្នកសម្ដែងរៀលទេខ្ញុំមិនមែនគ្រូទេដូច្នេះបងប្អូនមិនហៅគ្រូទេដូច្នេះវាឃ្លាកន្លែងហ្នឹងហ่าបងប្អូនបងប្អូនកាន់តែឯកោកាន់តែឯកាគឺអាយុកាន់តែចាប់ផ្ដើមចាប់ពី30ឡើងលើ30ជាងឡើងលើគឺឃើញឯកោឯកាគឺធ្មប់វាបញ្ជ្រាបនៅកន្លែងហ្នឹងដូចជាព្រះសម្មាសម្ពុទ្ធជាងឃើញឯកោឯកាអស់ប្រមាណ6ឆ្នាំដល់លលាក់ស្មាតទៅមិនមែនខ្ញុំថាឲ្យព្រះសម្មាសម្ពុទ្ធទេគឺយើងថាយើងលើកឲ្យជាក់ស្ដែងពីចំនួននោះគឺហៅថាព្រះពុទ្ធស័ក្តិដល់លលាក់លើកឯកោឯកាអង្គុយត្មងត្មោចឃើញវគ្គឃ្លាកន្លែងខ្លះហើយគឺព្រះអង្គលេងគិតលេងកើតណាគឺមានន័យថាធ្មប់
បញ្ជ្រាបយើងគិតលេងកើតហ្នឹងគឺមានន័យថាដូចរវៈឃ្លាមិញអញ្ចឹងខ្ញុំលើកពីប្តីប្រពន្ធមកមិញអញ្ចឹងផ្អែមណាស់ដំបងឃើញទេឃើញផ្អែមទេបងប្អូនបងអើយជួយយកទឹកឲ្យអូនមួយកែវមើលនោះទឹកប្តីនេះទឹកហ្នឹងអូនញ៉ាំមកឃើញផ្អែមទេឃើញវាឃ្លាកន្លែងហ្នឹងឃើញព្រះអង្គឯកកាលេងដឹងតិចលេងដឹងក្តៅលេងដឹងទិសតំបន់អស់ហើយអត់បាយកាហាយទឹកស្គមកំប្រឹងឃើញទេឃើញត្រង់កន្លែងហ្នឹងឃើញនេះលើកពីផ្អែមលើកជាផ្អែមចោលមកជាក្តៅឯងបងប្អូនឃើញទេឆ្លោះគ្នានិយាយសត្វតែឯងឃើញលេងមានអូនលេងមានបងឯងណានិយាយប្រភ្លើកជាបចោគ្នាឃើញទេត្រង់វាឃ្លាកន្លែងហ្នឹងគឺបងប្អូនមិនថាវ័យណាទេឲ្យតែឃើញលក្ខណៈរបៀបហ្នឹងហើយគឺពិបាកបន្តិចហើយពិបាកនិយាយគ្នាណាឆ្លោះទោះតេងគ្នាគឺដោយសារអំពើអត់ធ្មត់នេះគឺបើសិនតែជាបងប្អូននៅអាចដឹងបាននៅអាចពលបានគឺបងប្អូនត្រូវប្រើប្រាស់ទៅរកគ្រូគេខ្លួនឯងក៏បានអីក៏បានទៅរកគេយកមកពាក្យដែលមានបញ្ចុះមកមានសេកនេះដូចឯរបស់ខ្ញុំនេះគឺមានគេបញ្ចុះឲ្យស្រេចហើយប៉ុន្តែមិនអានេះមិនមែនបញ្ចុះ3ដកទេណាគឺបញ្ចុះព្រះអភិធម្មទាំង3ទេនេះ3ដកកម្រមានបញ្ចុះណាគឺដោយសារអក្សរវែងពេកដោយសារដូច្នេះរូបសំណាក់ទាំងទូចប៉ុណ្ណឹងគឺពិបាកបញ្ចុះបើដូចអង្កាំរបស់ខ្ញុំបញ្ចុះសពគ្រប់បែបយ៉ាងទាំងអស់ប៉ុន្តែខ្ញុំមិនមែនបានន័យតែគ្រូទេណាខ្ញុំគ្រាន់តែខ្ញុំស្រាវជ្រាវទៅខ្ញុំក៏រៀនធ្វើនេះឃើញទេខ្ញុំបញ្ចុះគ្រប់បណ្ដូលពុទ្ធគុណទាំងអស់តាំងពី3ដកតាំងពីព្រះអភិធម្មតាំងព្រះពាក្យសូត្រតាំងព្រះវិន័យតាំងពីព្រះស្អីសពគ្រប់បែបយ៉ាងគឺខ្ញុំបញ្ចុះនេះបងប្អូនសទូចណានេះឃើញទេនេះអសទូចនេះមើលអត់ឃើញទេសំបីភ្នែកខ្ញុំសម្ងាយខ្ញុំមើលឃើញដែរប៉ុន្តែមើលមិនច្បាស់ទេត្រូវដាក់កែវរីកដូច្នេះត្រង់វាគ្លៀកន្លែងនេះគឺប្រសិនជាបងប្អូននៅពលត្រូវខ្លួនឯងអាចដឹងខ្លួនឯងថាកំពុងតែឆ្លោះគ្នាហើយឆាប់រកវិធីព្យាបាលខ្លួនឯងឲ្យទាន់ទៅកុំឲ្យចាស់ទៅមកខ្ញុំដូចខ្ញុំថាមិនអញ្ចឹងណាដូចលោកយាយមិនអញ្ចឹងណាចូលចិត្តក្តៅក៏ហាយនិយាយដើមអានេះដើមអានោះខឹងចំណែនកូនឲ្យស៊ីអាណាមានអាណាក្រឃើញទេចំណែនកូននោះឃើញទេចំណែនដល់កូនអានោះមានវាមិនចេះអញស៊ីអាមានហើយមិនចេះជួយមិនព្រមទៅជួយអាកូនឯនោះក្រលហេមលហើមឃើញចំណែននេះក្តៅដោយសារអំពើអត់ធ្មត់បញ្ជ្រាបពីក្មេងទៅឃើញចាស់ទៅកន្តវេទនាបើសិនតែជាដូចជាលោកយាយវិសាខាអញ្ចឹងវាជាព្រះអរហន្តប៉ុន្តែត្រូវអំពើអត់ធ្មត់ហើយដល់យំលហេលហាប់ទៅរកព្រះសម្មាសម្ពុទ្ធនៅពេលដែលព្រះសម្មាសម្ពុទ្ធព្យាបាលជាត្រឡប់មកវិញខ្ញុំនិយាយរឿងតាមនិយាយមិនមែននិយាយរឿងមួយថ្ងៃស្រុកយើងទេបងប្អូនត្រូវចង់ចាំនិយាយមួយថ្ងៃគឺ100ឆ្នាំស្រុកព្រះនោះដូច្នេះមកព្រឹកហ្នឹងក៏ទៅព្យាបាលជាមួយព្រះសម្មាសម្ពុទ្ធជាត្រឡប់មកវិញគឺលោកយាយជាលេងក្តៅដូចមុនហើយឃើញលេងឯកាដូចលោកមុននេះឃើញទេត្រឡប់មកវិញជាភិក្ខុសង្ឃគ្រាន់តែប្រឡយពាក្យបន្តិចលោកយាយដឹងភ្លាមថាអូភិក្ខុសង្ឃត្រូវការរបស់នឹងឆាន់ពេលហ្នឹងហើយដូច្នេះមិនបាច់ភ័យព្រះអង្គចាំកណាធ្វើឲ្យចាំកណាធ្វើប្រគេនធ្វើព្រឹកឡើងធ្វើតាំងពីយប់ធ្វើបង្អែមនឹងប្រគេនព្រះសង្ឃប្រមាណសង្ឃ10000អង្គប្រគេនអានេះប៉ុណ្ណឹងប្រមាណទេប៉ុន្តែក្នុង3ដកសិតតែរាប់ម៉ឺនណាបងប្អូនក្នុង3ដកសង្ឃរាប់ម៉ឺនសង្ឃព្រះសម្មាសម្ពុទ្ធរាប់ម៉ឺនហើយទៅធ្វើទៅប្រគេនកើតដែរអីលោកយាយម្នាក់ឯងហ្នឹងទេគាត់ថាលោកយាយធ្វើប្រគេនយប់ឡើងអញញ៉ាសិតតែចៅបងប្អូនមិនចៅ120លោកយាយហើយលោកយាយជាឃើញលោកយាយឃើញឆាប់ដឹងហ៎អត់ឃើញលោកយាយដឹងហ៎អត់ចេះនិយាយផ្ដេសផ្ដាស់ទេ
มันចេះច្រឡោតប្រទេសផ្ដាស់ទេគឺដោយសារលោកយាយជាតែជាទៅគឺបើសិនអត់ជាដូចលោកយាយមិនអញ្ចឹងហើយចំណែនគេអាណានិយាយដឹងនិយាយមិនដឹងនិយាយដឹងខ្លះមិនដឹងបើដឹងមិនទៅចំណែនគេទេមានវាចេះអញស៊ីឃើញបងប្អូនជួបហើយណាចាស់ឃើញភាសាអីតែអញ្ចឹងធ្វើអត់ធ្មប់អត់ព្យាបាលពីនៅល្មមជាទៅដល់ពីចាស់ទៅកាន់តែវេទនានេះធ្មប់វាបានកំណត់តាំងពីការស៊ីសាចុកជំនន់ព្រះសម្មាសម្ពុទ្ធកំណត់ឲ្យបរោះជាកេហបតីម្នាក់ស៊ីរហូតដល់ងាប់ស៊ី3កញ្ជើបងប្អូនបាយខ្ញុំនិយាយពាក្យអាក្រក់ស្ដាប់បន្តិចទៅឲ្យវាត្រង់ឲ្យវាត្រូវស៊ីអានោះគេហៅថាស៊ីហើយអា3គេហៅស្អីជំនន់ព្រះសម្មាសម្ពុទ្ធអា3ស្អី3កន្តាំងមិនគេនោះម៉ែ3កន្តាំងហ្នឹងដឹងប្រមាណកំប៉ុងចូលជា10កំប៉ុងម៉ាត់អីហើយទៅស៊ីម្នាក់ឯងអស់លេងមកទៅបងស៊ីហើយព្រះអង្គសម្ដែងត្រង់វគ្គឃ្លាកន្លែងហ្នឹងគឺជាអំពើអាបធ្មប់ដែលស៊ីមិនចេះគិតគឺធ្មប់បានដាក់ឲ្យស៊ីអត់គិតទេឃ្លានហើយស៊ីហើយស្អល់ហល់គឺស្លាប់នៅយប់នោះតែម្ដងគឺប្រងវគ្គឃ្លាកន្លែងហ្នឹងព្រះអង្គសម្ដែងពីការស្លាប់របស់កេហបតីហ្នឹងនៅចំនួនព្រះសម្មាសម្ពុទ្ធហ្នឹងគឺដោយសារតែស្លាប់ដោយសារស៊ីនេះដូច្នេះបងប្អូននៅពេលដែលឃើញកូនឃើញបងប្អូនឃើញក្មួយដែលយើងនៅដឹងថាគាត់កំពុងតែឆ្លោះគ្នាគឺបែបហ្នឹងហើយដូច្នេះបងប្អូនអាចរកវិធីជួយព្យាបាលពួកគាត់តាមរយៈការប្រើប្រាស់ហ្នឹងគឺឲ្យគាត់ត្រណមបានត្រណមវាច្រើនគឺសិនតែជារៀងយ៉ាប់ឲ្យពិបាកត្រណមណាបងប្អូនពិបាកណាស់ត្រណមអត់បានទេសិល5ហ្នឹងដូច្នេះបងប្អូនធ្វើបានខ្លះមិនបានខ្លះគឺធ្វើទៅបើសិនតែជាមានឧបនិស្ស័យគឺជាបងប្អូននឹងឈប់ឆ្លោះគ្នានឹងមូលមាប្រពន្ធកូនធម្មតាឡើងវិញបាននេះគឺជារឿងឧបនិស្ស័យដែលជាគាថារបស់ព្រះសម្មាសម្ពុទ្ធបានដកស្រង់យកមកប្រើប្រាស់រាប់ពាន់ឆ្នាំរបស់ពុទ្ធបរិសយើងគឺមានចែងចារនៅក្នុងសិលាចារឹកនៅក្នុងសិត្រាស្លឹករឹតក៏ដូចជាក្រមបុព្វបរិសនៃពេទ្យសម័យយើងសពថ្ងៃបានចងក្រងវិជាពេទ្យវិជាថ្នាំរបស់វិជាពេទ្យបុរាណខ្មែរយើងក៏បានបញ្ជាក់ដែរថាការប្រើប្រាស់យន្តនឹងមន្តអាគមរបស់ព្រះសម្មាសម្ពុទ្ធគឺប្រើប្រាស់រាប់ពាន់ឆ្នាំកន្លងមកហើយគឺបបពិបរោះខ្មែរយើងគឺបានប្រើប្រាស់យ៉ាងមានអានុភាពគុតមុតប្រសិនណាជាចិត្តគុតមុតគឺមានអានុភាពខ្លាំងដូចជាលោកតាទាំងប៉ុន្មានដែលខ្ញុំបានលើកមកអញ្ចឹងគឺมันអាចសម្លាប់គាត់បានទេខ្មែរក្រហមវ័យ3ត្បូងចប់អត់វ័យបានទេគឺដោយសារចាញ់អានុភាពរបស់លោកតាមីប៊ុនប្រើប្រាស់តែពុទ្ធរតនៈទាំង3របស់ព្រះសម្មាសម្ពុទ្ធទេគឺអាចបញ្ជាចិត្តខ្មែរក្រហមមិនអាចសម្លាប់គាត់បានទេបងប្អូនសួរថាចុះអានេះផ្សេងគេកាន់ដូចគ្នាមិនក៏គាត់ស្លាប់ថានេះជារោងឧបនិស្ស័យចិត្តមិនគុតមុតអ្នកដែលចិត្តគុតមុតសម្លាប់បានតែកាយទេឯចិត្តគាត់មិនអាចសម្លាប់បានពួកគាត់អត់ខ្លាចប៉ុណ្ណឹងសម្លាប់ទៅចិត្តគុតមុតហើយនេះគឺជាចិត្តរបស់ព្រះសម្មាសម្ពុទ្ធគឺអញ្ចឹងទើបព្រះអង្គធ្វើជាលោកគ្រូពេទ្យប្រើប្រាស់យន្តនឹងមន្តអាគមបានយ៉ាងមានអានុភាពបងប្អូនត្រូវការអីបងប្អូនតែច្រឡំទៅរកគ្រូប្រយ័ត្នចំគ្រូដែលប្រើប្រាស់ខុសគេហៅចាក់ក្រមសិលធម៌ដោយលោកគ្រូពេទ្យយើងសពថ្ងៃខ្លះគេហៅថាចាក់ក្រមសិលធម៌បានបៀតបៀនទៅលើអ្នកជំងឺឃើញទេលោកគ្រូពេទ្យបុរាណក៏ដូចគ្នាដែរវាយ៉ាត់ចំទៅរកចំលោកគ្រូពេទ្យដែលអក្រមសិលធម៌ហ្នឹងគឺប្រើប្រាស់ស្នេហ៍ដាក់ទៅលើបងប្អូនដើម្បីលាភសក្ការៈណែបាត់មុខមិនបានទេបាត់លោកគ្រូមិនបានទេបាត់3ខែទៅរកលោកគ្រូសិនដើម្បីសូត្រសែកស្ដោះផ្លុំប៉ុន្តែប្រយ័ត្នលោកគ្រូបញ្ចុះអធិនឲ្យណាអធិននៅទីនេះសំដៅទៅលើការបៀតបៀនហ្នឹងឯងគឺអក្រមសិលធម៌ហ្នឹងឯងដូច្នេះសូមសង្ខេបខ្លីដោយសារពេលវេលាយើងកំណត់
នេះផ្សាយជូនបងប្អូនក៏ហេវបាយដែរបងប្អូនដូច្នេះបើសិនជាជួបឲ្យបងប្អូនមិនមែនជារឿងធម្មតាទេណាបងប្អូនជួបឆ្លោះទាស់ទែងគ្នាប្តីប្រពន្ធប្តីប្រពន្ធដីអីក៏ដោយបងប្អូនមិនថាកូនថាចៅថាអីទេក៏ឲ្យតែឃើញចិត្តស៊ីង10000មី10000សោគត់មុតចឹងហើយគឺត្រូវប្រុងប្រយ័ត្នទៅគឺព្យាបាលគាត់ទៅឲ្យព្យាបាលគឺគាត់បើសិនជាការតស៊ូបានគឺដូចជាពួកបរោះទាំង3នឹងចឹងគឺជាគឺលេងឆ្លោះគ្នាហ្មងដូច្នេះយើងបងប្អូនចង់ស្ដាប់បរិះទាំង3នោះគឺបងប្អូនចូលទៅក្នុង page ទៅស្ដាប់ទៅក្នុងវីដេអូចាស់ហ្នឹងបើសិនតែរមមិនឃើញគេលុបចោលហើយដូច្នេះបងប្អូនខ្ញុំគាត់តែចែកម្លែកទេបងប្អូនធ្វើមិនធ្វើក៏អីទៅបងប្អូនគឺត្រូវតែសង្ក្រមបនិចរបងប្អូនមិនបាច់ធ្វើសង្ក្រមណែដូចជាភិក្ខុសង្ឃទេខ្ញុំបើឲ្យដើរខ្ញុំដើរអត់កើតទេតិចខ្ញុំរកកង់ណាទើបខ្ញុំជិះកង់រាល់ថ្ងៃទេដូច្នេះបងប្អូនអាចប្រើប្រាស់កង់បើសិនតែបងប្អូនដើរមិនកើតពិបាកដើរឆ្ងាយមិនសូវបានដើរយ៉ាងតិចจะ3-4គីឡូ2-3គីឡូជារៀងរាល់ថ្ងៃបើសិនតែកើតហ្នឹងកើតឃើញតាមអំពើក្តៅក្រហាយឆ្លោះទៅទេរៀងញៀបដៃពុនហ្នឹងបងប្អូនពិបាកដើរគឺប្រើប្រាស់កង់គឺបនិចរជារៀងរាល់ថ្ងៃតស៊ូទៅគឺជាគឺដូចបរោះទាំង3នោះចឹងគឺលេងឆ្លោះគ្នាគឺស្រែកផ្អើលពេញមហានគរប្រែកក៏ព្រិញសួនព្រះសម្មាសម្ពុទ្ធជំនន់ព្រះសម្មាសម្ពុទ្ធនឹងសុកណាស់ស្រួលណាស់បងប្អូនឃើញឆ្លោះឃើញសុកសន្តិភាពកើតឡើងភ្លាមឯគឺជាបាលអំពើអាប់ធ្មប់ជាគឺឃើញសន្តិភាពកើតឡើងឯសុកស្រួលណាស់បងប្អូនមិនមែនលេខសាយទេណាគឺពពួកព្រះអរហន្តមិនមែនពពួកហ្នឹងមិនមែនបាននេះមើលងាយទេណាគឺបានព្យាបាលជាដូចជាលោកយាយចឹងព្យាបាលជាប៉ុន្តែបើអត់ឧបនិស្ស័យក៏អត់ជាទេដូចជានាងចាញ់ចាចទេលោកយាយចាញ់ចាចចឹងបានទៅជាព្រះសម្មាសម្ពុទ្ធតងោលណែសម្មាតងោលណែមើលពោះយើងណែចិត្តដេកគ្រប់ខែមកឯងមកដេកសុកស្រួលអីមកគាត់ដូច្នេះខ្ញុំគ្រាន់តែចែកម្លែកជូនទៅបើសិនតែជាឃើញហើយចិត្តក្តៅតែងតែចំណែនខ្ញុំនិយាយនេះគឺនិយាយបានន័យថាទាំងសងខាងទាំងស្រីទាំងប្រុសឃើញតែចំណែនឃើញតែប្រច័ណ្ឌឃើញថាណែដូចជានាងខាងក្រោមហ្នឹងចឹងងក់ងោចឹងគឺឆាប់ព្យាបាលទៅកុំឲ្យធ្ងន់តន់តែធ្ងន់ហ្នឹងជីវិចោលដូចខាងមុខនោះចឹងលេងហៅអូនហៅបងហើយដូច្នេះសង្ខេបខ្លីតែប៉ុណ្ណេះសូមអរគុណបងប្អូនគឺប្រើប្រាស់ទៅលើប្រភេទអិស្វាសុក៏បានអបាមជុបៈនេះក៏បានគឺឲ្យតែមានបើសិនជាអត់មានទេបងប្អូនប្រើតែព្រះវិន័យព្រះសូត្រព្រះអភិធម្មនេះទៅគឺមានបងប្អូននេះនៅក្នុងណែផ្សារ2500មានលក់មួយតែ3000រៀលទេដូច្នេះយើងយកមកកាន់ឲ្យបានគុតមុតមិនគុតមុតឬអាស្រ័យទៅលើឧបនិស្ស័យរបស់បងប្អូនទៅគឺយើងត្រូវត្រណមទៅគឺព្យាបាលគឺចង្ក្រមបនេចរចង្ក្រមបនេចរចង្ក្រមការដើរបនេចរគឺការដើរចម្ងាយដូច្នេះយើងត្រូវរំលត់កាយរំលត់ចិត្តរបស់យើងត្រូវដោយសារយើងការព្យាបាលដើរហើយអាការពាក្យនេះគឺយើងរឹកនឹករំលឹកគុណរបស់ព្រះសម្មាសម្ពុទ្ធគឺកាន់ឲ្យកាន់បានមិនបានគឺអាស្រ័យទៅលើបងប្អូនទេគឺរំលឹកគុណថាមិនត្រូវខឹងមិនត្រូវក្រោធមិនត្រូវស្អីតទៅទៀតទេគឺត្រូវតែនឹកគុណព្រះសម្មាសម្ពុទ្ធនេះគឺនឹកបើសិនជាឧបនិស្ស័យដល់គឺជាស្រួលណាស់បងប្អូនគឺលេងឆ្លោះទើសតែគ្នាដូចជាបរិះទាំង3ដូចជាលោកយាយអញ្ចឹងគឺលេងយំលេងសោកគឺជាអស់មួយជីវិតសង្ខ័យគឺដូច្នេះសូមអរគុណបើសិនតែជាការរៀបរាប់គឺមិនដូចការសរសេរទេបងប្អូនគឺតែងតែមានការខ្វះចន្លោះគ្រប់ប្រការទាំងអស់គឺមានខ្វះខ្ញុំស្ដាប់ខ្លួនឯងគឺតែងតែមានការខ្វះចន្លោះដូច្នេះបើការសរសេរយកមកអានជូនបងប្អូនគឺមិនមានខ្វះចន្លោះទេដូច្នេះខ្ញុំអត់មានពេលវេលាដើម្បីសរសេរទេអរគុណបងប្អូនជម្រាបលាខ្លីៗតែឯងបាយ